ពុងជាសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងនឹងមកនិយាយបន្តទៅការសាយរឿង One Punch Man ក្នុង Season 2 បន្តទៀតនៅក្នុងវគ្គនេះយើងបានឃើញសាយតាម៉ានិង Genos នឹងដើរ shopping តែ2នាក់និយាយទៅ chill guy ហ្មងជីវិតគេស្របពេលហ្នឹងដែរយើងក៏បានឃើញជាមួយនឹងបិសាចរោគចិត្តមួយក្បាលដែលវាប្រើអណ្ដាតតាមលិតស្រីតែពេលហ្នឹងក៏មាន hero rank S top 7ម្នាក់ដែលមានឈ្មោះថា King គ្រាន់តែឃើញវត្តមានរបស់ King ភ្លាមអាបិសាចហ្នឹងខ្លាចគាត់ហ្មងដោយសារតែគាត់ហ្នឹងគឺមានរហស្សនាមថាជាបរិយាដែលខ្លាំងជាងគេនៅលើផែនដីហើយវាក៏បានសុំចោះចាញ់ King ពេលហ្នឹងទៅក៏ដូចជាមនុស្សនៅជុំវិញហ្នឹងគ្រាន់តែឃើញវត្តមាន King សុំហត្ថលេខាសុំអីអញ្ចឹងណាតែចំពោះ King វិញខ្ជិលនិយាយច្រើនដោយសារតែពេលនេះក៏កំពុងតែបញ្ញាទៅទិញជាមួយនឹងវីដេអូហ្គេមទៅបញ្ចេញថ្មីហ្នឹងជា favorite របស់គាត់តែម្ដងពេលហ្នឹងសៃតាម៉ានិង Genos ក៏បានឃើញ King ផងដែរ Genos និយាយប្រាប់សៃតាម៉ាថា King ហ្នឹងគឺជាបុរសម្នាក់ដែលខ្លាំងជាងគេសៃតាម៉ាពេលហ្នឹងគាត់ក៏ចង់ដឹងដែរថា King ហ្នឹងខ្លាំងប៉ុណ្ណាបានជាគេដាក់ឈ្មោះថាបុរសដែលខ្លាំងជាងគេលើផែនដីឬមួយក៏ខ្លាំងជាងសៃតាម៉ាទៀតមើលទៅហើយពេលហ្នឹងក៏មានបិសាចមួយក្បាលចេញមកបបួល King វាយគ្នាមួយស្មើវា target មកវាយ King ហ្នឹងហ្មងព្រោះឮថា King ជាបុរសដែលខ្លាំងជាងគេតែ King វិញគាត់បានប្រាប់ថាឥឡូវហ្នឹងគាត់រៀងឈឺពោះបន្តិចបើវាយគ្នាឥឡូវហ្នឹងក៏វាយអស់ពីសមត្ថភាពដែរគាត់សុំចូលបន្ទប់ទឹកមក flat សិនចាំចេញមកវិញចាំវាយគ្នាណាអូខេដែរឬទេអាមនុស្សយន្តហ្នឹងដោយសារតែខ្លាច King គាត់វាយអស់ពីសមត្ថភាពហ្នឹងក៏ទុកពេលគាត់ចូលបន្ទប់ទឹកសិនទៅតែចំពោះ King រហស្សនាមជា hero ដែលខ្លាំងហ្នឹងគឺគ្រាន់តែជារហស្សនាមជ័រតែប៉ុណ្ណោះតាមពិតទៅគឺគាត់ភ័យឡើងញ័រជើងព្រោះថាគាត់អត់ចេះវាយគ្នានោះទេក្បាច់គុណតែមកបៀកក៏អត់ចេះដែរមូលហេតុដែលគាត់អាចខ្លាចជា hero rank S top 7ហ្នឹងគឺដោយសារតែកន្លងមកនៅពេលដែលគាត់ជួបជាមួយនឹងបិសាចហ្នឹងគឺតែតែមាននរណាម្នាក់មកកម្ចាត់បិសាចនោះហើយគេចេញទៅបាត់ទៅតែហេតុនេះហើយពេលដែលបិសាចនោះស្លាប់គេគិតថា King ហ្នឹងជាអ្នកកម្ចាត់វាតែធៀបពិតទៅ King ហ្នឹងគ្រាន់តែជាមនុស្សកំសាញីម្នាក់តែប៉ុណ្ណោះពេលហ្នឹងគាត់ខ្លាចបិសាចហ្នឹងខ្លាំងមែនទែនគាត់ក៏ដាក់មេប្រុយរត់ទៅផ្ទះសង្ងំលេងហ្គេមធ្វើមិនដឹងសៃតាម៉ាឃើញអញ្ចឹងគាត់ក៏បានឲ្យ Genos ហ្នឹងចូលទៅចាត់ការជាមួយនឹងបិសាចមនុស្សយន្តមួយហ្នឹងចំណែកសៃតាម៉ាវិញគាត់រត់ទៅតាម King នៅផ្ទះរបស់គេអញ្ចឹងណាងាកមកខាង King វិញនៅពេលដែលគេទៅដល់ផ្ទះហ្នឹងគេក៏បានសង្ងំលេងហ្គេមធ្វើមិនដឹងហើយហ្គេមដែលគេទិញមកហ្នឹងជាហ្គេមប្រភេទអូនីចាំងខ្ជូតទៀតហើយសៃតាម៉ារបស់យើងពេលទៅដល់ផ្ទះរបស់ King ហ្នឹងឃើញគេលេងហ្គេមតំណងពេកសុំគេលេងដែរបណ្ដោយទុកឲ្យ Genos ហ្នឹងគាត់នៅចាត់ការជាមួយនឹងបិសាចមនុស្សយន្តហ្នឹងហាមនុស្សយន្តហ្នឹងខ្លាំងមែនតើវាយ Genos ឡើងទ្រោមឲ្យពេលហ្នឹងហើយបច្ចេកវិទ្យាដែលបំពាក់ទៅលើមនុស្សយន្តមួយហ្នឹងគឺសុទ្ធតែជាបញ្ញាសិប្បនិម្មិត AI ដែលធ្វើឲ្យវាឆ្លាតខ្លាំងមែនតើនិងទំនើបទៀតងាកមកខាងសៃតាម៉ាវិញពេលហ្នឹងគាត់ក៏បាននិយាយលេងជាមួយនឹង King អញ្ចឹងណាដោយសួរ King ថាហេតុអីបានជា King ហ្នឹងរត់ចេញពីបិសាចដោយសារតែគាត់វាយខ្លាំងពេកមែនឬមួយក៏គាត់ធុញនឹងការកម្ចាត់បិសាចបានជារត់មកសង្ងំលេងហ្គេមនៅផ្ទះបែបនេះធ្វើឲ្យ King ពេលហ្នឹងគាត់គាំងរកពាក្យឆ្លាតចេញនោះទេស្របពេលជាមួយគ្នាក៏មានបិសាចស្អីមិនដឹងទេដូចចាមអញ្ចឹងហៅមកបុកផ្ទះរបស់ King តែសំណាងល្អសៃតាម៉ាចាប់វាជាប់សៃតាម៉ាក៏ប្រាប់ King ថាឥឡូវប្រូឯងមកចាត់ការបិសាចនេះកុំខ្ជិលពេកលេងតែហ្គេមធ្វើជា hero នឹងគេដែរអត់ចេះកម្ចាត់បិសាចអីសោះតែ King ក៏ទៅចាត់ការស្អីកើតបើអត់ចេះអីមកបៀកផងហ្នឹងទើប King ក៏សម្រេចចិត្តនិយាយការពិតប្រាប់ទៅកាន់សៃតាម៉ាហើយយើងក៏បានដឹងដែរថាអ្នកដែលតែងមកជួយ King នៅពេលដែលជួបបិសាចហើយដើរចេញទៅបាត់នោះគឺជាសៃតាម៉ានឹងឯងពោលគឺប្រងៅរបស់យើងហ្នឹងគាត់គិតថាការកម្ចាត់បិសាចរបស់គាត់គ្រាន់តែ having fun តែប៉ុណ្ណោះអញ្ចឹងពេលដែលចាត់ការបិសាចហើយក៏ដើរចេញទៅបាត់ទៅទុកអាសំណល់បិសាចនិងសាកសពអីហ្នឹងឲ្យ King អ្នកនៅជាមួយវាអញ្ចឹងណាពេលដែលគេមកឃើញថា King នៅសល់ជាមួយនឹងសាកសពបិសាចគេគិតថា King ហ្នឹងជាបរិយាដែលខ្លាំងចាត់ការទៅលើបិសាចអញ្ចឹងហើយគេក៏លើកគាត់ឡើងដល់ rank S top 7ទៅ King នៅពេលដែលដឹងថាសៃតាម៉ាជាអ្នកដែលតែងតែជួយគាត់បន្សល់ credit ឲ្យបែបនេះគឺគាត់ពិតជាអាម៉ាស់មុខខ្លាំងមែនតើតែចំពោះសៃតាម៉ាគាត់មានគុណធម៌ណាគាត់ក៏ប្រាប់ King ថាឲ្យ King រស់នៅជីវិតដែលគាត់ធ្លាប់រស់នៅនឹងទៅសៃតាម៉ាមិនធ្វើអីឡើយឥឡូវនេះគាត់ប្រញាប់ទៅផ្ទះស្លមហូបអា Genos ញ៉ាំសិនចាំពេលទៅនេះហៅគាត់មកលេងហ្គេមផងព្រោះហ្គេមមិញសប្បាយដែរហ្នឹងងាកមកខាង Genos វិញពេលនេះគេបានចាត់ការបិសាច AI មិញហើយគេក៏បានយកខួរក្បាលដែលឆ្លាតរបស់វាទៅឲ្យ Doctor ម្នាក់ដែលតែងតែបង្កើតរាងកាយឲ្យគេនិងឲ្យភ្ជាប់ផ្នែកមួយនោះចូលទៅកាន់រាងកាយរបស់គេព្រោះគេគិតថាការដែលភ្ជាប់ផ្នែក AI ទៅក្នុងរាងកាយបែបនេះធ្វើឲ្យសមត្ថភាពរបស់គេគឺកាន់តែកើនឡើងមួយកម្រិតទៀតយើងងាកមកនិយាយអំពីស្ថាប័ន Hero ឯណាវិញពេលនឹងដែរប្រធានសមាគម Hero ហ្នឹងក៏ហៅ Hero ក្រោម Top S ទាំងអស់មកប្រជុំគ្នាដោយពេលនេះ Hero ទាំងអស់ដែលនៅក្រោម Rank S ពួកគេមានភារកិច្ចក្នុងការការពារទៅលើភពផែនដីដោយផ្អែកតាមការទស្សន៍ទាយរបស់គ្រូទាយម្នាក់កាលពី Season 1ហ្នឹងគឺនៅមានគ្រោះទុរភិក្សជាច្រើនទៀតដែលនឹងកើតឡើងអញ្ចឹងទៅឲ្យពួកគេត្រៀមខ្លួននិងប្រឈមមុខទៅលើគ្រោះហានិភ័យដែលនឹងកើតឡើងជាពិសេសគឺការពារប្រជាជនតែនៅក្នុង Hero ក្រោម Rank S ទាំងអស់ក៏មានវត្តមាន Sonic នៅកន្លែងនោះផងដែរដោយ Sonic បានសួរទៅកាន់ប្រធានសមាគមថាហេតុអីបានជា Hero ក្រោម Rank S ទាំងអស់ហៅមកទាំងអស់ក៏ប៉ុន្តែអត់វត្តមានសៃតាម៉ាអញ្ចឹងដោយ Sonic បាន mention ឈ្មោះសៃតាម៉ាថាសៃតាម៉ាជាមនុស្សម្នាក់ដែលខ្លាំងមែនតើក៏ដូចជាកន្លងមកថ្មីនេះមានគ្រោះទុរភិក្សកើតឡើងជាច្រើនតែសៃតាម៉ាគឺជាអ្នកដែលចេញមុខជួយតែហេតុអីបានជាសមាគម Hero អត់ឲ្យតម្លៃទៅលើសៃតាម៉ាហើយបែរជាមិនហៅសៃតាម៉ាមកទៀតហើយដោយសារតែពួកហ្នឹងអត់មានអ្នកគេខ្វល់ចំពោះសៃតាម៉ាទេអ្នកទាំងអស់គ្នាអញ្ចឹង Sonic ក៏អត់នៅនឹងទៀតដែរគាត់គិតថាសៃតាម៉ាខ្លាំងប៉ុណ្ណឹងដែរគេមិនឲ្យតម្លៃផងចោះតម្រាំតែគាត់សុខចិត្តរស់នៅជីវិតធម្មតាតែសប្បាយប្រសើរជាងធ្វើ Hero ហើយគេមិនឲ្យតម្លៃអញ្ចឹងអ្វីដែល Sonic ត្រូវធ្វើនៅពេលនេះគឺទៅរកសៃតាម៉ាដើម្បីវាយគ្នាស្របពេលនឹងដែរយើងក៏លេចមកខាង Hero Top 1នៅក្នុង Rank B ដែលមានឈ្មោះថា Blizzard នឹងនាងកំពុងទៅរកសៃតាម៉ាដូចគ្នាចង់ចាត់ការទៅលើសៃតាម៉ាដើម្បីឲ្យសៃតាម៉ានឹងនៅក្រោមអាវ៉ាត់របស់នាងហើយសៃតាម៉ាវិញគាត់អត់មានខ្វល់អីច្រើនទេចង់អាណាមករកគាត់អីរកទៅសំខាន់អង្គុយលេងហ្គេមពីអ្នក King ធ្វើមិនដឹងយើងងាកមកនិយាយអំពីសមាគម Hero វិញពេលដែលពួកគេកំពុងតែប្រជុំសុកក៏មានបរិយាម្នាក់ដែលមានឈ្មោះថា Garo នឹងគាត់គឺជាអតីតកូនសិស្ស
របស់ Silver Fang ឬក៏យើងហៅថា Bank នឹងឯងហើយដោយសារតែត្រូវបានគ្រូរបស់គេកាត់ការចោលពេលនេះ Garo គាត់នឹងតាំងខ្លួនជា villain ម្នាក់ប្រឆាំងជាមួយនឹងពួក hero អត់និយាយច្រើនទេ Garo ពេលហ្នឹងបោះពាក្យថាពួក hero ដែលនៅក្នុងកន្លែងនេះទាំងអស់គឺសិតតែពួកកាអត់បានការហើយអត់ចាំយូរឡើយគាត់ក៏បើកឆាកវិបហាចាត់ការទៅលើពួកហ្នឹងឡើងខ្ទប់ហ្មងហើយក៏បានប្រកាសខ្លួនថាចាប់ពីពេលនេះតទៅគាត់នឹងឈរខាងក្រុមបិសាចហើយចាត់ការទាំងអស់ទៅលើពួក hero មកនិយាយពីSaitamaវិញពេលនេះគាត់ខ្លាចជា hero ម្នាក់ដែលញៀនហ្គេមខ្លាំងមែនតើមួយថ្ងៃអង្គុយលេងតែហ្គេមទេឯចេណោះវិញការងារតែធ្វើតែម្នាក់ឯងលាងចានដើម្បីចេណោះទាំងអស់ពេលដែលលាងចានសុកចេណោះក៏មានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងតែមកកាន់ផ្ទះរបស់ពួកគេគឺជាចំហាយបិសាចពេលដែលចេណោះចេញទៅមើលទៅក៏បានឃើញជាមួយនឹងវត្តមានរបស់ Sonic ពេលនេះចង់មកវាយគ្នាជាមួយនឹង Saitama តែចេណោះក៏បានប្រាប់ថាបើចង់ប៉ះជាមួយនឹងគ្រូរបស់យើងឯងឆ្លងកាត់វត្តមានយើងឲ្យផុតសិនទៅចេណោះក៏បានបបួល Sonic ទៅខាងក្រៅដើម្បីវាយគ្នាកុំឲ្យរំខាន Saitama អញ្ចឹងណាពេលដែលចេណោះចេញទៅបាត់ Blizzard ដែលជា hero top 1នៅក្នុង rank B ក៏បានមករក Saitama Blizzard គឺជា hero top 1ម្នាក់នៅក្នុង rank B ដែលអត់ចង់ឲ្យណាគេម្នាក់មកដណ្ដើមតំណែងរបស់នាងបានឡើយក៏ជួននឹងពេលនេះ Saitama ស្ថិតនៅក្នុង top 7នៅក្នុង rank B អញ្ចឹងនាងក៏បានប្រាប់ Saitama ថាបើសិនជា Saitama អត់ចង់ធ្លាក់ចេញពី rank B នេះទេឲ្យគាត់ធ្វើជាកូនចៅរបស់នាងទៅតែចំពោះកម្ពុជាមនុស្សរបស់យើងហ្នឹងក៏អត់ដឹងស្គាល់ថាម្នាក់ហ្នឹងគឺជាណាគេផងមកនិយាយមកផ្ទះខ្ញុំមួយថ្ងៃហើយគាត់ហ្នឹងណាគេខ្ញុំអត់ស្គាល់ផងដែរឃើញ Saitama ឌឺអញ្ចឹងភ្លាម Blizzard ក៏បានឲ្យកូនចៅរបស់នាងហ្នឹងទៅវាយ Saitama តែបាត់ដៃរបស់ Saitama ពួកហ្នឹងប៉ើឡើងខ្ទប់អស់លីងឃើញ Saitama ខ្លាំងអញ្ចឹង Blizzard ក៏បានប្រើប្រាស់ថាមពលរបស់នាងបង្កើតទៅជាខ្យល់ព្យុះបោកគួច Saitama ពេញណាពេញណីហ្មងតែ Saitama លោតទៅក្រោយខ្នងនាងធ្វើមិនដឹង Saitama ពេលហ្នឹងគេឡើង chill guy តែ Blizzard វិញអត់ chill មួយទេនាងចាប់ថ្មបោក Saitama ផងអីផងចំពោះ Saitama គាត់នៅធម្មតាអញ្ចឹងបើកំពូលមនុស្សហ្នឹងពេលដែលវាយគ្នាសុកChannel ក៏បានអស់អាប៉ែ Sonic មកវាយគ្នាចិត្តនឹងដែរពេលដែលឃើញ Saitama អញ្ចឹង Channel ក៏បានប្រាប់ថាសុំទោសផងដែលគេរំខាន Sensei ធ្វើឲ្យ Sensei លំបាកអីអាច Blizzard លឺអញ្ចឹងគាត់ឆ្ងល់មែនតើចុំ Hero Rank S មកហៅ Hero Rank B Sensei អត់យល់ទេនេះ Channel ក៏បានប្រាប់ថាតាមពិតទៅ Saitama គឺជាគ្រូរបស់គាត់ធ្វើឲ្យ Blizzard ពេលហ្នឹងដាក់លេខឆ្ងល់ពេញខួរក្បាលតែនិយាយអត់តន់ចប់ផង Sonic ក៏បានមកដល់ល្មម Sonic ប្រាប់ថាគេចាត់ការទៅលើ Channel សិន Saitama ចាំចាត់ការតាមក្រោយការវាយគ្នារវាង Channel និង Sonic ពេលហ្នឹងគឺថា Channel ពេលនេះ improve សមត្ថភាពគេខ្លាំងមែនតើដោយការពីមុនយឺតនៅទេតែបន្ទាប់ពីបំពាក់ chip AI ហើយខ្លួនរបស់គេពេលនេះគឺបំលាស់ទីបានលឿនហ្មងដោយ Sonic កាលពី season 1យើងដឹងហើយអាប៉ែហ្នឹងគឺបំលាស់ទីលឿនមែនតើតែ Channel វិញគឺលឿនជាង Sonic នឹងទៀតពួកគេក៏បើកឆាកវាបហាគ្នាពងប៉ាំងអញ្ចឹងណាពេលដែលឃើញថា Channel ចង់លឿនជាងខ្លួនអញ្ចឹង Sonic ក៏បានប្រើ ultimate របស់គេមួយដែលធ្វើការបំលាស់ទីយ៉ាងលឿនហើយបង្កើតទៅជារាងកាយរបស់គេ10 20រាងកាយហើយចាត់ការទៅលើ Channel ឡើងខ្ទប់តែសំណាងល្អក៏បាន Saitama ទៅជួយ Channel តន់ណាកុំអីដួលបាត់ហើយឥឡូវនេះទុកឲ្យ Saitama ជាអ្នកប៉ះគ្នាមួយ Sonic វិញម្ដង Sonic ពេលហ្នឹងគេប្រើលបឿនរបស់គេបំបីខ្លួនជិត20នាក់តែចំពោះកម្ពុជាមនុស្សរបស់យើងក្បាច់អីគាត់ធ្វើតាមគេបានដែរគាត់បំបីខ្លួនទៅជា20នាក់វិញគ្មានទេដាក់ Sonic នោះឡើងខ្ទប់អ្នកទាំងអស់គ្នាធ្វើឲ្យ Blizzard នាងឃើញហើយភ័យខ្លាំងមែនតើ Channel Rank S វាយចាញ់ Sonic តែ Saitama Hero Rank B វាយឈ្នះ Sonic វិញនាងអត់យល់ទេឆ្ងល់ដល់ងាប់អ្នកទាំងអស់គ្នាពេលដែលចាត់ការ Sonic ហើយ Blizzard ហ្នឹងក៏បានចូលទៅអង្គុយលេងក្នុងផ្ទះ Saitama អញ្ចឹងណាហើយនាងក៏បានរៀបរាប់ពីដំណើរដើមតងដែលនាងមករក Saitama នៅពេលនេះតាមពិតទៅមូលហេតុដែលនាងចង់ស្ថិតនៅក្នុង Top 1 Rank B ហ្នឹងគឺដោយសារសមត្ថភាពរបស់នាងគឺបានត្រឹមតែប៉ុណ្្នឹងបើឡើងទៅ Rank A ទៀតក៏អត់កើតដែរព្រោះថានៅក្នុង Rank A Top 1គឺមានអាម៉ៃម៉ាស់និងមានកូនសិស្សរបស់ Atomic Samurai អីផ្សេងទៀតដែលធ្វើឲ្យនាងមិនអាចយកឈ្នះពួកហ្នឹងបានទេដែលហេតុនេះហើយមានតែសម្រាប់ចិត្តធ្វើជា Top 1នៅក្នុង Rank B និងយកអ្នកផ្សេងទៀតចាប់ពី Top 2នៅក្នុង Rank B មកធ្វើជាកូនចៅរបស់នាងទាំងអស់ដើម្បីបង្កើតបានជាក្រុមមួយក្នុងការចាត់ការជាមួយនឹងបងស្រីរបស់នាងដែលជា Tornado គឺជា Hero Top 2នៅក្នុង Rank S ដែលហេតុនេះហើយបានជានាងមករក Saitama នៅក្នុងថ្ងៃហ្នឹងតាមពិតទៅគឺអត់មានអីច្រើនទេតែប៉ុណ្ណាពេលដែលពួកគេនិយាយគ្នាលេងហ្នឹងក៏បានឃើញជាមួយនឹងវត្តមាន King មករក Saitama ដល់បន្ទប់ផងដែរ Blizzard ឃើញ King ដែលជា Hero Top 7ក្នុង Rank S អញ្ចឹងនាងភ្ញាក់មែនតើដោយសារតែសូម្បីតែ King ដែលជា Hero Rank S Top 7ហ្នឹងក៏មករក Saitama ដែរមិនដឹងជាស្អីប្រកាសទេ Saitama នេះចំពោះ Channel ក៏អត់ភ្ញាក់ផ្អើលទេគាត់ដឹងចរិតគ្រូរបស់គាត់ច្បាស់ Saitama គឺជាមនុស្សម្នាក់ដែលអត់ចង់បាន rank ចង់បានស្អីទេគាត់គ្រាន់តែធ្វើជា hero ដើម្បីសុបាយតែប៉ុណ្ណោះគាត់មិនចាំបាច់បង្កើតក្រុមទៅចូលក្រុមមួយអាណាអាណីទៅបង្កើតមិត្តភាពជាមួយនឹង hero top 1 អីទេគាត់នៅតែម្នាក់ឯងសុបាយនឹងឯងព្រោះអីគាត់គឺជាមនុស្សដែលខ្លាំងស្រាប់ហើយទៅធ្វើឲ្យ Blizzard ហ្នឹងក៏សម្រេចចិត្តសុំ Saitama ចូលក្រុមដែរទៅមកបបួលគេឲ្យចូលក្រុមណាតែចុងក្រោយសុំគេចូលក្រុមវិញឯណាសាំដល់ក៏ងាកមកខាងសមាគម hero វិញដោយសារតែពេលនេះគឺ Garu បានវាយប្រហារទៅលើពួក hero ក្រោម rank S ឡើងខ្ទប់អស់ហើយគាត់ក៏បានស្នើសុំទៅកាន់ថ្នាក់លើឲ្យប្រើ Saitama តែពួកហ្នឹងអត់ខ្វល់ពី Saitama ទេគិតថា Saitama បើយើងកាពួកគេបាននិយាយថាគួរតែប្រើ hero rank S ទៅព្រោះ Saitama ត្រឹមជា hero rank B ទៅមិនរួចជាមួយនឹង Garu ឡើយកន្លែងមកខាង Bank វិញពេលហ្នឹងដែរគាត់កំពុងតែវាយកូនសិស្សរបស់គាត់ឡើងខ្ទប់និងប្រាប់គេថាឲ្យចេញពីសាលារបស់គាត់ទៅចាប់ពីថ្ងៃនេះគាត់លែងបង្ហាត់គេតទៀតហើយ Charanko ពេលហ្នឹងឆ្ងល់ខ្លាំងមែនតើមិនបាននៅសុកគ្រូរបស់គេបណ្ដេញគេចេញពីក្លឹបទៅគេក៏បានរត់ទៅកាន់ផ្ទះរបស់ Saitama អញ្ចឹងណាក៏ដូចជាប្រាប់ Channel និង Saitama អំពីមូលហេតុដែលគ្រូរបស់គេបណ្ដេញគេចេញពីក្លឹប Channel ពេលហ្នឹងគាត់ក៏ដឹងមូលហេតុតែម្ដងហេតុអីបានជា Bank បណ្ដេញគេចេញពីក្លឹបគាត់ក៏បាននិយាយប្រាប់ទៅកាន់ Charanko ថាប្រហែលជាមូលហេតុដែល Bank បណ្ដេញគេចេញពីក្លឹបគឺដោយសារតែពេលនេះវត្តមានរបស់ Garu ត្រឡប់មកវិញហើយនឹងប្រកាសសង្គ្រាមជាមួយនឹងពួក hero ទៀតផងអញ្ចឹងបើសិនជាទុកឲ្យ Charanko ហ្នឹងនៅហាត់ជាមួយនឹង Bank បន្ត
ទៀតប្រកាសណា Garu នឹងមកសម្លាប់ Charanko នឹងចោលជាមិនខានព្រោះថាគេគឺជាកូនសិស្សរបស់ Bank នៅក្នុងពេលបច្ចុប្បន្នណាព្រោះ Garu ក៏ធ្លាប់ជាកូនសិស្សរបស់ Bank ដែរតែត្រូវបាន Bank បណ្ដេញចេញមុនអញ្ចឹងប្រកាសណាថាគេនឹងមកសងសឹកជាមិនខានតែអង្គុយនិយាយគ្នាមួយថ្ងៃសៃតាម៉ារបស់យើងអត់ទាំងស្គាល់ផងថាមួយនឹងគឺជាកូនសិស្សរបស់ Bank និយាយទៅប្រកែផ្លេចមែនតើបន្ទាប់ពីបានពិគ្រោះគ្នាជាមួយនឹង Channel រួចហើយ Charanko ដើរត្រឡប់ទៅផ្ទះវិញគាត់គិតថាតើគាត់គួរតែចាត់ការទៅលើ Garu ដើម្បីស្ដារកិត្តិយសឲ្យគាត់នឹងគ្រូគាត់ដែរឬទេគាត់តែនឹកឃើញដល់ឈ្មោះ Garu ភ្លាម Garu ក៏បានបង្ហាញខ្លួននៅជិតគាត់នឹងតែម្ដងដោយពេលហ្នឹង Garu បានស្ទាក់ផ្លូវរបស់ Movement Rider Garu ពេលនេះអត់ខ្វល់អីច្រើនទេគាត់ប្រកាសសង្គ្រាមជាមួយនឹងពួក hero ទាំងអស់និយាយទៅឲ្យតែឃើញពួក hero នៅណាចាត់ការនៅនឹងហ្មងពីនឹងបើការវាប្រហារទៅលើ Movement Rider ទៅហើយពេលហ្នឹងដែរក្រុម hero តកោ Tank Top ក៏បានបង្ហាញខ្លួនដោយសារតែ Garu នឹងបានវាយទៅលើបងប្អូន Tank Top ម្នាក់ដែលមានឈ្មោះថា Tank Top Vegetarian អញ្ចឹងទៅពេលនេះគេក៏បាននាំជាមួយនឹងបងប្អូនគេមកជាច្រើនដែលតកោ Tank Top ទាំងអស់មកចាត់ការទៅលើ Garu បើការវាប្រហារទៅលើ Garu ដំបង Garu ក៏បានដាក់ទៅលើ Tank Top ម្នាក់ឡើងដួលតែពេលដែលរត់ទៅចាត់ការជាមួយនឹង Tank Top ម្នាក់ទៀតដូចជាវាយអត់ទៅទេហើយក៏ត្រូវបាន Tank Top ម្នាក់ហ្នឹងដាក់ឡើងប៉ើង Tank Top ម្នាក់ហ្នឹងក៏មានឈ្មោះថា Tank Top Master គឺជា hero rank S លេខ17ហើយតាមសមត្ថភាពរបស់ Tank Top Master ពេលនេះវាយ Garu ឡើងប៉ើងដែរហ្នឹងណា Garu អត់ចង់មានគីឡូមួយគាត់ឡើយដាក់ឡើង3ឈាមពេញហ្នឹងតែចំពោះ Garu នេះវាគឺជាមនុស្សម្នាក់ដែលខ្លាំងមែនតើវាធ្វើដូចជាអន់នោះទេតែមានឱកាសវាក៏ចាត់ការទៅលើ Tank Top Master ឡើងខ្ទប់ហ្មងអ្នកទាំងអស់គ្នានឹងវាយទៅលើ Movement Rider និយាយទៅដាក់ឡើងពេញណាពេញណីហ្មងចាត់ការឡើងអស់លីងឃើញអញ្ចឹង Charanko គាត់ក៏រត់ចូលមកជួយតែក៏ត្រូវបាន Garu នឹងចាត់ការទៅលើ Charanko ម្នាក់ទៀតឡើងខ្ទប់ដីពេញហ្នឹងហ្មងក៏ដូចជាគាត់ដើរបន្តចាត់ការទៅលើពួក hero ផ្សេងដែលបានឃើញតាមផ្លូវនិយាយទៅឲ្យតែជា hero Garu វាយទាំងអស់អត់ខ្វល់ណាគេនោះទេហើយពេលដែលឃើញក្មេងអានសភៅ hero នៅតាមផ្លូវហ្នឹងគាត់ក៏យកសភៅហ្នឹងមកមើលហើយមើលក្នុងលីសហ្នឹងថាមាន hero ណាខ្លះដែលនៅសេសសល់អញ្ចឹងណាគាត់ក៏ទៅបន្តចាត់ការម្ដងមួយតាមលីសនៅក្នុងសភៅហ្នឹងអញ្ចឹងទៅបន្ទាប់ពីចាត់ការពួកហ្នឹងអស់ហើយពេលនេះ Garu ក៏ដាក់ target ចាត់ការទៅលើ hero top 1នៅក្នុង rank A ដែលមានឈ្មោះថា Maima តែស្របពេលដែលគាត់កំពុងតែដើររក Maima នៅក្នុងផ្សារទំនើបហ្នឹងក៏បានជួបគ្នាជាមួយនឹង Saitama តែ Saitama ពេលហ្នឹងអត់ស្គាល់គាត់ថាជាណាគេទេហើយ Garu ហ្នឹងក៏អត់ស្គាល់ Saitama ថាជា hero ដែរ Garu គាត់គិតថា Saitama ហ្នឹងជា hero កាកចង់មកចាត់ការគាត់ដើម្បីយកប្រាក់រង្វាន់ណាអញ្ចឹងក៏បានដាក់ Saitama មកដៃប៉ាំងតែ Saitama របស់យើងដូចជាអត់មានរឿងអីកើតឡើងសោះឃើញថា Garu វាយមកដៃអញ្ចឹង Saitama គិតថាមួយហ្នឹងប្រហែលជាចោលឆក់កាបូបឯតាមមើល Saitama ដាក់មកដៃវិញប៉ាំងស្លាប់ឈឹងសំចុយហើយ Saitama គាត់មកផ្សារទំនើបហ្នឹងដើម្បីទិញសក់យកទៅពាក់កុំឲ្យគេអត់ចាំឈ្មោះគាត់ណានិយាយទៅក្បាលទាំងអត់សូវមានតែគេចាំទេអញ្ចឹងក៏ទិញសក់មកពាក់ទៅគិតថាឲ្យគេចំណាំខ្លះហើយចំពោះសាច់រឿង Saitama season 2ភាគទី1នេះ admin ក៏សូមស្លេះត្រឹមហ្នឹងសិនទៅយើងចាំជួបគ្នានៅក្នុងភាគ2បន្តទៀតហើយមិនដែរអ្នកទាំងអស់គ្នាល្អមើលអត់បើសិនជាល្អមើលកុំភ្លេចចុច like និង subscribe ជូន admin ម្នាក់មួយផងណាអញ្ចឹងពិតជាអរគុណមែនតើចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាពីដើមមកដល់ចប់ពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយពងជ្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកបន្តសាច់រឿង Saitama នៅក្នុង season 2បន្តទៀតមិនដែរគ្នាយើងបន្ទាប់ពីដើរលេងចូលឆ្នាំអស់ចិត្តអស់ចង់ហើយ admin ទើបតែត្រឡប់មកសម្រាយរឿងវិញទេហើយចោះគ្នាយើងវិញបានទៅដល់ណាខ្លះហើយសប្បាយដែរឬទេចូលឆ្នាំខ្មែររយៈពេលប្រហែលថ្ងៃនេះកុំភ្លេច comment ប្រាប់ admin ផងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមនៅក្នុងវគ្គនេះយើងបានឃើញថា Garu នឹងទំងើពីដេកនោះទេដោយសារតែការពីវគ្គមុន Saitama អត់ដឹងឲ្យវាយគេឡើងស្លាប់ស្មាចោលហើយយើងក៏លើមើលខាងសមាគម hero វិញពេលនេះគេកំពុងតែចាត់ជាមួយនឹង hero ខ្លាំងដើម្បីទប់ទល់ជាមួយនឹងបិសាចដែលកំពុងតែអុកលុកទីក្រុងហើយជាពិសេសគឺ Garu នឹងហ្មងពេលនឹងដែរខាងសមាគម hero ក៏បានទេទៅកាន់ King ឲ្យ King នឹងទៅចាត់ការ Garu តែអាប៉ែ King នឹងគេក៏បានយកលេសថាគេកំពុងតែចាត់ការបិសាចហើយបិសាចដែលគេចាត់ការនឹងគឺបិសាចក្នុង game នឹងឯងអត់ចេះអីនេះទេស្របពេលជាមួយគ្នាយើងក៏លេចមកមើលខាង Metal Bad ឯនេះវិញដែលជា hero top 15នៅក្នុង rank S Metal Bad ពេលហ្នឹងត្រូវបានសមាគម hero ចាត់ឲ្យគេទៅការពារគ្រួសារអភិជន2នាក់ដែលកំពុងតែញ៉ាំ buffet និយាយទៅ2នាក់ហ្នឹងមានអំណាចខ្លាំងមែនតើតែគ្រាន់តែ2នាក់ឲ្យកូនហ្នឹងកូនគេឆ្លើយខ្លាំងហ្មងឲ្យគេហ្នឹងអត់ចេះបដៅកូនឲ្យរបៀបអាមួយហ្នឹងនិយាយមើលងាយ Metal Bad ខ្លាំងហ្មងគ្នាយើងប្រាប់ថាកុំឲ្យធ្វើនេះវាធ្វើនេះហើយកុំឲ្យធ្វើនោះវាធ្វើនោះអីចឹងណាហើយចំពោះ Metal Bad នៅក្នុងតួនាទីជា hero របស់គាត់បើទោះបីជាគាត់ខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់គោរពអ្នកផ្ទះគាត់មែនតើជាពិសេសប្អូនស្រីរបស់គាត់ហ្នឹងហ្មងគាត់សន្យាថាពេលត្រឡប់ទៅផ្ទះវិញទិញការ៉េមផ្ញើនាងតែគាត់និយាយទូរស័ព្ទចប់ភ្លាមក៏មានបិសាចក្អែបមួយក្បាលវាមកចាប់កូនរបស់អភិជនម្នាក់ហ្នឹងហើយវាចង់ចាត់ការទៅលើ Metal Bad ទៀតតែដូចជាស្គាល់ Metal Bad តិចពេកហើយ Metal Bad របស់យើងអត់មាត់ច្រើននោះទេចាប់ទាញអាវរបស់គាត់នៅខាងក្រោមដីឡើងមកលើបោះដបងខ្វាច់ប៉ាំងអាមួយនោះដេកស្ដោកតែម្ដងហើយ skip Metal Bad ធំហ្នឹងសិនទៅយើងក៏លេចមើល Saitama ដែលជាតួឯកប្រុសរបស់យើងវិញពេលហ្នឹងដែរដោយសារតែគាត់ទទួលការ request ពី Charanko ដោយសារតែការវិវគ្គមុន Charanko ត្រូវលវខ្លាំងអញ្ចឹង Charanko ហ្នឹងក៏បានស្នើសុំឲ្យ Saitama ទៅប្រកួតក្បាច់គុណជំនួសគេគឺជាការប្រកួតការ៉ាតេហើយយើងបានឃើញការវិវគ្គមុន Saitama ទៅទិញសក់ហ្នឹងគឺដើម្បីបន្លំខ្លួនធ្វើ Charanko នឹងឯងគ្នាយល់សារគាត់ក្បាលតងោលណាមួយពីរអ្នកហ្នឹងមុខស្តៀងគ្នាផងអញ្ចឹងគ្មានណាចាប់អារម្មណ៍ទេហើយនៅក្នុងកន្លែងប្រកួតហ្នឹង Saitama ក៏បានជួបគ្នាជាមួយនឹងសិស្សច្បងដែលជាអតីតសិស្ស top 2របស់គ្រូ Bank ផងដែរអាប៉ែហ្នឹងគឺជាសិស្ស top 2របស់ Bank អ្នកទាំងអស់គ្នាហើយ top 1របស់គេនោះគឺជា Garu ដែលជាអតីតសិស្សរបស់ Bank អាប៉ែហ្នឹងគេចង់ខ្លាចជា Garu ទី2ខ្លាំងមែនតើបានជាគេចូលមកប្រកួតក្បាច់គុណម្ដងទៀតនៅឆ្នាំនេះតែពេលហ្នឹងក៏សំណាងល្អដែរដោយសារតែសិស្សច្បងម្នាក់ហ្នឹងគាត់អត់ចំណាំមុខ Charanko អញ្ចឹង Saitama ប្រឡំខ្លួនក៏អត់មានបញ្ហាដែរយើងក៏លេច
មកខាង Metal Bad នេះវិញបន្ទាប់ពីគាត់បានចាត់ការទៅលើក្អែពណ៌ទឹកក្រូចមួយនឹងបានហើយពេលហ្នឹងក៏មានបងរបស់គេចេញមកសងសឹកជាក្អែពណ៌ខៀវហើយទំហំរបស់វាធំជាងមុនទៀតហើយវាចេញមកនេះដើម្បីសងសឹកទៅលើ Metal Bad ក៏ដូចជាចាប់ទៅលើគ្រួសារបជន2នាក់នោះខ្ញុំអត់ដឹងថាជាគោលបំណងអីទេតែគោលដៅពិសេសរបស់វាគឺចាប់2នាក់ឪកូនហ្នឹងដែលជាគ្រួសារបជនហើយលើកនេះវាមកមិនមកតែឯងទេវាមកជាមួយនឹងបិសាចផ្កាស៊ីមនុស្សម្នាក់ទៀតតែចំពោះ Metal Bad អត់ខ្វល់នោះទេចង់ឲ្យខ្លាំងប៉ុណ្ណាក៏បានដែរចូលមកចាំយើងកំដរឯងលេងតែពេលហ្នឹងដោយសារតែបិសាចផ្កាស៊ីមនុស្សហ្នឹងវាមានថាមពលពិសេសដែលអាចបញ្ចេញឧស្ម័នពុលធ្វើឲ្យអ្នកនៅជុំវិញខ្លួនហ្នឹងសណ្ដំដេកលក់ពេញហ្នឹងចំពោះ Metal Bad ដោយសារតែគាត់ខ្លាចសណ្ដំមកអញ្ចឹងទៅគាត់ក៏ដាក់ក្បាលខ្លួនឯងមកដំបងឡើងបែកធ្វើឲ្យគាត់មានស្មារតីឡើងវិញនឹងវាយបន្តទៀតជាមួយនឹងពួកវាហើយចូលទៅបែកក្បាលប៉ុណ្ណេះហើយ Metal Bad អត់មានតឲ្យលំដូចមុនទេចូលទៅដល់ដាក់ក្បាលវាម្នាក់មកដំបងប៉ាំងប៉ាំងប៉ាំងឡើងបែកខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងគ្នាយើងនិយាយទៅបិសាចប៉ុណ្ណេះ Metal Bad វាយឡើងស៊ីផុយហ្មងណាបន្ទាប់ពីចាត់ការទៅលើពួកបិសាចអស់ហ្នឹងហើយពេលហ្នឹងក៏មាន hero កពិកកពុក2នាក់រត់មកជួបជាមួយ Metal Bad គេចង់មកជួយជា hero rank C ហើយ Metal Bad ពេលហ្នឹងគាត់ក៏បាន request ឲ្យ2នាក់ហ្នឹងជួយនាំឲ្យកូនអបជន2នាក់ហ្នឹងភៀសខ្លួនទៅកន្លែងសុវត្ថិភាពដោយសារតែនៅជុំវិញខ្លួនរបស់ពួកគេពេលនេះគឺមានបិសាចច្រើនមែនតើដែលមកក្នុងគោលបំណងចាត់ការទៅលើឲ្យកូន2នាក់ហ្នឹងចាប់ខ្លួនយកទៅចាអ្វីដែលគាត់ត្រូវធ្វើពេលនេះគឺមានតែការពារគ្រួសារអបជនហ្នឹងឲ្យបាននិយាយអត់ទាន់ចប់ពីមាត់ផងពេលហ្នឹងក៏លេចវត្តមានឪក្អែបមកមួយទៀតដែលឪក្អែបហ្នឹងវាមកសងសឹកឲ្យកូនរបស់វាហើយមាឌរបស់វាធំខ្លាំងមែនតើគ្នាយើងមានពណ៌ស្វាយហើយមួយនេះមិនមែនដូចកូនរបស់វាស៊ីមកដបងងាប់ទេមាឌរបស់វាធំប៉ុននេះក្រៀកមួយហ្នឹងវាបើកការវាប្រហារទៅលើ Metal Bad ភ្លាម Metal Bad ទាញដបងមកដាក់ក្បាលវាប៉ាំងតែវាយអត់បែកដូចកូនទេក្បាលវាហ្នឹងវាយឲ្យឡើងកើដបងឡើងងើងហ្មងណា Metal Bad ព្យាយាមហក់ទៅតោងខ្លួនវាវាយក្បាលដំយកពងប៉ាំងពេញហ្នឹងតែអត់បែកឡើយអញនិយាយបានថាសការបស់វាដូចជាអាយក្រោះដៃការពារខ្លួនអញ្ចឹងវាយអត់ខ្ទេចទេហើយវាក៏បានបើកការវាប្រហារមិនត្រឹមតែ Metal Bad ឡើយវាយប្រហារពេញទីក្រុងទាំងមូលហ្មងបុកឡើងខ្ទេចអាគីអស់ហើយស្របពេលជាមួយនឹងគ្នាយើងក៏បានឃើញវត្តមាន Garo នៅក្នុងកន្លែងដែលកើតហេតុនោះផងដែរមួយសន្ទុះក្រោយមក Metal Bad ក៏បានផ្លោងមកកាន់កន្លែង Garo ហ្នឹងណា Garo គាត់នៅឃើញ Metal Bad ភ្លាមគេបបួល Metal Bad វាយគ្នាហ្មងដោយសារតែដឹងថា Metal Bad គឺជា hero top 15ក្នុង rank S តែ Metal Bad ដំបូងឡើយគឺថា Garo នឹងមកជួយគេតែមានដឹងណាប៉ែនឹងបួលវាយគ្នាហើយពីរអ្នកគេក៏បើកការវាប្រហារពេលហ្នឹងទៅយើងក៏លេចមកកាន់ hero rank C ដែលកំពុងតែនាំអុកញ៉ាពីរអ្នកឪកូនមិញរត់ហ្នឹងពេលហ្នឹងពួកគេក៏បានជួបបិសាចមួយក្រុមដែលកំពុងតែស្ទាក់តាមយកញ៉ាមួយហ្នឹងតែកំតាន់យើងមកនិយាយអំពីខាង Garo ជាមួយនឹង Metal Bad វិញសិនពេលដែលពួកគេទាំងពីរអ្នកបើកការវាប្រហារហ្នឹង Garo នឹងហាក់បីដូចជាមើលងាយទៅកាន់ Metal Bad មែនតើវាយដូចវាយលេងសើចអញ្ចឹងវាយលែៗនោះទេទាំងតែ Metal Bad វិញវាយឡើងអស់ពីខ្លួនហើយពេលហ្នឹងបើទោះបីជា Metal Bad គាត់ប្រើក្បាច់ខ្លាំងប៉ុណ្ណាក៏ដោយប្រើ super អស់ពីខ្លួនប៉ុណ្ណាក៏ដោយក៏ Garo នៅតែស៊ីផុយជាមួយនឹងគាត់ដែរមានណាស្ទុះចូលទៅមាត់ Metal Bad ប៉ាំងឡើងពេញហ្នឹងស្របជាលទ្ធផលមក Garo ក៏បានវាយ Metal Bad ឡើងដួលតែទោះជាដាក់ Metal Bad ដួលដៃគាត់ឡើងញ័រអ្នកទាំងអស់គ្នាអត់ដឹងថាដំបងមិញហ្នឹងវាយត្រូវកន្លែងណាខ្លះទេតែពេលហ្នឹងមកស្ទុះក្រោយមកក៏ដំបង Metal Bad ហោះមកដល់ក្បាលគាត់ពឹងឡើងងើងហ្មងណា Metal Bad ក៏ស្ទុះមកវាយតែសំណាងល្អមែនតើពេលហ្នឹងបងអូនស្រីរបស់ Metal Bad ក៏បានហៅ Metal Bad ឲ្យឈប់ទាន់ហើយ Metal Bad ដូចខ្ញុំនិយាយចឹងគាត់ជា hero មួយដែលគ្រប់សមាជិកគ្រួសារគាត់ខ្លាំងមែនតើបងអូនស្រីក៏បានប្រាប់ថានៅចំពោះមុខសមាជិកគ្រួសារជាពិសេសនាងតែម្ដងមិនអាចឲ្យគាត់វាយគ្នាទេអញ្ចឹង Metal Bad គាត់ក៏ឈប់អញ្ចឹងណាតែ Garo វិញអត់ចង់ឈប់ទេក៏បានចង់ទៅវាយ Metal Bad បន្តទៀតតែក៏ត្រូវបានបងអូនស្រី Metal Bad ហ្នឹងមកខាត់តាន់អត់ឲ្យវាយគ្នាទៀតទេបងឯងត្រូវតែទៅផ្ទះមួយអូនភ្លាមតែចំពោះ Metal Bad ជួយគេអត់តាន់ហើយហ្នឹងទៅផ្ទះមិនកើតគាត់ចង់ទៅជួយជាមួយនឹងបញ្ជារាបន្តទៀតតែមានណាបងអូនស្រីគាត់ដាក់មកដៃសន្លប់ពើងតែម្ដងឃើញ Metal Bad កំពុងតែសន្លប់អញ្ចឹងមានបិសាចភក់មួយវាចង់ចូលទៅចាត់ការ Metal Bad តែ Garo អត់ឲ្យវាចូលទៅចាត់ការ Metal Bad បានទេគាត់ក៏បានដាក់បិសាចហ្នឹងឡើងខ្ទប់ហ្មងតែអត់ទាន់ងាប់ឡើយស្របពេលជាមួយនឹងគ្នាក៏មានបិសាចជាច្រើនហោះមកជិត Garo ហើយពួកហ្នឹងបានប្រាប់ Garo ថាឲ្យ Garo ហ្នឹងចូលជាមួយសមាគមពួកបិសាចទៅឥឡូវនេះបិសាចកំពុងតែមានសមាគមមួយដែលចង់ចាត់ការទៅលើទីក្រុងអញ្ចឹងណាតែ Garo បើទោះបីជាគាត់ចង់ខ្លាចជាបិសាចចាត់ការទៅលើ hero មែនតែអត់ចង់សម្លាប់មនុស្សទេគាត់ចាត់ការទៅពួក hero ខ្លាំងអញ្ចឹងគាត់ក៏បានបដិសេធពួកវាហើយដោយសារតែខ្លាច Garo ដែរពួកវាក៏បានហោះកិច្ចពេលហ្នឹងទៅហើយយើងក៏បានឃើញថាពេលនេះមានបិសាចច្រើនមែនទែនកំពុងតែចេញមកអុកឡុកទីក្រុងហើយចាត់ការទៅលើពួក hero នីមួយៗតាមផ្លូវអញ្ចឹងណាដើម្បីឲ្យគេឈ្មោះរបស់វានឹងកាន់តែល្បីក៏ដូចជាមានគេស្គាល់ច្រើនថាជាបិសាចដែលខ្លាំងអីជាដើមយើងងាកមកធួនមិនប្រកួតការ៉ាតេណាវិញដែលពេលហ្នឹងគឺថាមានអ្នកខ្លាំងជាច្រើនមកចូលរួមប្រកួតការ៉ាតេក្នុងចំណោមអ្នកខ្លាំងទាំងអស់នោះមានបរិសុទ្ធ2នាក់ដែលគេទួទេថាជាម្ចាស់ពៀនម្នាក់គឺមានឈ្មោះថាស៊ូយូដូចចិនអញ្ចឹងគ្នាយើងហើយម្នាក់ទៀតមានឈ្មោះថាបាខូសានសុទ្ធតែជាអ្នកលេងកម្លាំងអីតែចំពោះសៃតាម៉ារបស់យើងវិញគ្រាន់តែគេណែនាំឈ្មោះគាត់ភ្លាមគេសើចឡើងពេញហ្នឹងព្រោះមើលទៅអត់សមជាអ្នកខ្លាំងអីមកបៀតែយ៉ាងណាក៏មានចេណោះម្នាក់ដែរផ្ទះដៃគាត់គេឆ្ងល់បដ ហើយមិនបាន hero rank S មកផ្ទះដៃឲ្យសៃតាម៉ាមើលទៅតណើបអញ្ចឹងហើយសៃតាម៉ាចូលប្រកួតជំនួសឆារ៉ាំងកូហ្នឹងមានអ្នកវាយផ្សេងហ្នឹងមកប៊ូលូថាគាត់អន់អញ្ចឹងណាអត់ទាន់ឃើញសមត្ថភាពគាត់នោះទេពួកគេប៊ូលូគាត់តែសៃតាម៉ារបស់យើងដូចដឹងអញ្ចឹងហើយចង់ប៊ូលូគាត់មិនក៏គាត់អត់ខ្វល់ដែរគាត់ប៊ូលូវិញទៀតពេលតែគេថាគាត់ហ្នឹងមើលទៅអន់នោះទេតែគាត់វិញក៏បានតោះទៅថាប្រូឯងមើលទៅអន់ជាងខ្ញុំទៀតអន់ខ្លាំងហ្មងអលង្ការហើយស្របពេលដែលធួនមិនការ៉ាតេកំពុងតែចាប់ផ្ដើមការប្រកួតហ្នឹងយើងក៏លេចមកមើលខាងក្រៅវិញ
វិញមានបិសាចជាច្រើនកំពុងតែអុកឡុកវាយជាមួយនឹង hero ផ្សេងៗតាមផ្លូវអញ្ចឹងណាស្របពេលហ្នឹងយើងក៏បានឃើញ Master Bank គាត់បានលូកដៃជួយទៅកាន់ hero ម្នាក់ផងដែររីឯ hero ផ្សេងៗទៀតកំពុងតែប៉ះជាមួយនឹងបិសាចផ្សេងៗមានដូចជា Blizzard កំពុងតែប៉ះជាមួយនឹងបិសាចស្រីម្នាក់ដែលមានថាមពលអាចធ្វើឲ្យគេនឹងគោរពតាមនាងទាំងអស់បិសាចកំពុងតែអុកឡុកបដាការប្រកួត Tournament Karate ក៏ចាប់ផ្ដើមបដាពេលហ្នឹងដែរការប្រកួតរបស់ Saitama ក៏បានចូលមកដល់ហើយពេលនេះគាត់ត្រូវប៉ះគ្នាជាមួយនឹងអាប៉ែដែល bully គាត់មុនហ្នឹងថាគាត់អន់អីជាដើមតែគាត់តែបើកឆាកការប្រកួតភ្លាម Saitama ទះតែមកកំភ្លៀងអាមួយនោះស្លាប់ឈឹងអ្នកទាំងអស់គ្នាដែលធ្វើឲ្យមានការញាប់អើអញ្ចឹងណាគេគិតថាមកពីអាមួយនោះវាអន់ពេកមិន Saitama ខ្លាំងទេនិយាយទៅ Saitama បើយើងទោះបីជាគាត់ខ្លាំងប៉ុណ្ណាក៏គេយល់ថាគាត់ខ្លាំងដែរគេគិតថាដៃគូរបស់គាត់ហ្នឹងដូចអត់បានស៊ីបាយអីចឹងណាគ្រាន់មកដៃដួលអីចឹងទៅតែស្របពេលដែលអ្នកទាំងអស់គ្នាអត់យល់ថា Saitama ខ្លាំងពេលហ្នឹងអាប៉ែ Suyu ហ្នឹងគេគិតថា Saitama គឺខ្លាំងពិតប្រាកដមែនហើយគេរំពឹងថាគេនឹងអាចប៉ះគ្នាជាមួយនឹង Saitama នៅវគ្គផ្ដាច់ព្រាត់ហើយ Suyu ម្នាក់ហ្នឹងក៏អត់អន់ដែរពេលដែលការប្រកួតរបស់គេចូលមកដល់ហ្នឹងគេទាត់ Hero Rank A ម្នាក់តែមួយជើងនោះទេអាប៉ែនោះស្លាប់ឈឹងតែម្ដងតែគ្រាន់តែថាអាប៉ែ Suyu ហ្នឹងរៀងអួតបន្តិចគេបាននិយាយថាគេដឹងតែ Top 1ហើយអត់ខ្វល់ពីក្បាលណាទាំងអស់គេដឹងថាខ្លាំងជាងគេមក Tournament ហ្នឹងTournament Karate ក៏នៅតែបន្តតែខាងសមាគម Hero វិញក៏បានប្រកាសហៅ Hero ទាំងអស់ឲ្យទៅចាត់ការបិសាចដោយសារតែពេលនេះទីក្រុងកំពុងតែត្រូវបានឲ្យសាយអុកលុកខ្លាំងមែនតើចេះណោះឃើញអញ្ចឹងគាត់ចង់ហៅ Saitama ឲ្យទៅជួយដែរតែដោយសារតែ Saitama ចុះប្រកួតជំនួស Charango អញ្ចឹងទៅចេះណោះអត់ចង់រំខាន Saitama ទេគាត់នឹងទៅចាត់ការបិសាចទាំងអស់ហ្នឹងជំនួស Saitama ហ្មងទៅកុំឲ្យគ្រូរបស់គាត់ពិបាកហើយយើងក៏បានឃើញថាចេះណោះពេលហ្នឹង super cool ហ្មងណាពេលដែលគាត់ជួបជាមួយនឹងពួកអបិសាចគីកាក់តាមផ្លូវហ្នឹងចេះណោះប្រើថាមពលរបស់គាត់មកក្បាច់នោះទេពួកហ្នឹងស្លាប់ខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងដោយសារតែគាត់ទំអាប់ដេតហ្គាថ្មីក្នុងខ្លួនរបស់គាត់ក៏ដូចជាបញ្ចូលបច្ចេកវិទ្យា AI អញ្ចឹងធ្វើឲ្យខ្លួនមនុស្សយន្តរបស់គាត់ពេលនេះខ្លាំងមែនតើសូម្បីថាមពលហ្នឹងក៏ពិសេសដែរចាត់ការពួកអបិសាចកាក់តាមផ្លូវហ្នឹងអស់ហើយគាត់ក៏បានជួបជាមួយនឹងបិសាចចុងក្រោយដែលជាបិសាចកាឡាតហ្នឹងមើលទៅដូចជាមេគេតែ skip កន្លែងហ្នឹងសិនទៅចាំតិចទៀតយើងមើលយើងងាកមកកាន់ Saitama វិញពេលនេះគាត់ក៏បានឡើងប្រកួតម្ដងទៀតហើយដៃគូដែលគាត់ត្រូវប៉ះនៅពេលនេះគឺជាបរិសខ្លាំងម្នាក់ដែលមានឈ្មោះថា Bakuzan ឃើញ Saitama ចងតែខ្សែក្រវ៉ាត់ការ៉ាតេហ្នឹងចងអត់ត្រូវផងអញ្ចឹង Bulu ថា Saitama កាក់មែនតើគាត់ប្រាប់ថានេះគាត់នឹងវាយកន្លែងមុខកន្លែងតាគៀកកន្លែងជើងអីអញ្ចឹងណាតែគាត់ជ្រុលដៃបន្តិចយកដៃទៅប៉ះក្បាល Saitama គាត់ប្រកាន់មែនតើណាគេប៉ះក្បាលគាត់អត់បានទេ Saitama លាងតែម្ដាយអាប៉ែនោះប៉ឹងស្ទុយហោះទៅខាងលើធ្លាក់វិញបាក់កបាត់មិនដែរខ្លាំងនៅប៉ុណ្ណឹង Saitama ខ្លាំងប៉ុណ្ណឹងឯងថាគ្នាអន់ទៀតតោះឥឡូវយើងមកនិយាយពីខាង Channel វិញពេលដែល Channel ប៉ះគ្នាជាមួយនឹងបិសាចកាឡាតហ្នឹងដូចយើងដឹងហើយកឡាតគឺមានថាមពលពិសេសមួយដែលវារត់លឿនខ្លាំងមែនតើដូចរឿងបាគីគ្នាយើងបាគីមិនធ្លាប់រៀនក្បាច់គុនពីកាឡាតដែរគេហៅថា Dash Cockroach គេហ្នឹងទុះលឿនទៅមកតែចំពោះ Channel គាត់អាប់ដេតហ្គាថ្មីពេញខ្លួនឯហ្នឹងចាកាឡាតហ្នឹងស្ទុះទៅមកមិនក៏ដោយក៏អត់ខ្វល់ដែរគាត់ក៏បានបញ្ចេញថាមពលពិសេសមួយពីជើងរបស់គាត់គឺជាកៅដាក់កាឡាតនោះរត់ចុះរត់ឡើងជាន់កៅជាប់ជើងគ្មានទេ Channel ដាក់តែម្ដាយប៉ាំងបាក់កងាប់បាត់សល់តែជើងហ្នឹងឯងចង់ប្រូខ្លាំងមិនក៏ខ្ញុំអត់ខ្វល់ដែរសំខាន់ខ្ញុំឆ្លាតយើងងាកមកនិយាយអំពី Blizzard វិញដែលជា Hero Top 1 នៅក្នុង Rank B ពេលនេះនាងបានប៉ះគ្នាជាមួយនឹងបិសាចស្រីម្នាក់ដែលអាចបញ្ជាឲ្យគេធ្វើអ្វីតាមនាងបានណាហើយពេលហ្នឹងកូនចៅរបស់ Blizzard ត្រូវបានបិសាចម្នាក់ហ្នឹងបញ្ជាឲ្យពួកគេធ្វើតាមបង្គាប់នាងអស់ហើយចំពោះ Blizzard អត់ខ្វល់នោះទេថាមពលរបស់នាងក៏មានដែរអញ្ចឹងអត់អាចបញ្ជា Blizzard បានឡើយពួកគេទាំងពីរនាក់ក៏បានបើកការវាបហាពុងប៉ាំងពេញហ្នឹងហើយបិសាចស្រីម្នាក់ហ្នឹងឆ្លើយខ្លាំងមែនតើនាងបាននិយាយថាគីឡូធំ Blizzard ហ្នឹងដូចជាអត់សូវម៉ាច់គ្នាសោះតើបងស្រីរបស់ Blizzard ដែលជា Tornado Hero Top 2 ក្នុង Rank L បានវាយជាមួយនឹងនាងត្រូវតែនិយាយមិញហ្នឹងដូចជានិយាយលេងតែមកមែនតើអ្នកទាំងអស់គ្នាមកទទួលក្រោយមក Tornado មកបដ ហើយគាត់តែឃើញវត្តមាន Tornado មកអញ្ចឹងហើយ Tornado ថែមទាំងបានចាត់ការទៅលើកូនចៅរបស់នាងម្នាក់ទៀតធ្វើឲ្យបិសាចម្នាក់ហ្នឹងភ័យខ្លាំងមែនតើដាក់មេប្រួយរត់បាត់ទៅអាហ្នឹងបានគេថាឈឺអត់ឈឺយកទៅបើទៅចាក់ហើយស្របពេលជាមួយនឹងគ្នាយើងក៏បានឃើញថាទីក្រុងពេលនេះមិនថាក្នុងគុកក្នុងសាទំនើបអីទេគឺបិសាចអុកឡុកឡង់វល់វែកពេញហ្នឹងហើយយើងចាំមើលថាតើណាគេជាអ្នកអាច control ស្ថានភាពមួយនេះបានដោយសាររឿងមួយនេះ admin សុំ slash ធំហ្នឹងសិនទៅយើងចាំជួបគ្នានៅក្នុងវគ្គក្រោយបន្តទៀតមិនដែរគ្នាយើងល្អមើលអត់បើសិនជាល្អមើលកុំភ្លេចចុច like subscribe និង comment លើកទឹកចិត្តឲ្យ admin ម្នាក់មួយផងណាហើយគ្នាយើងក៏អាចចូលរួមលើកទឹកចិត្ត admin តាមរយៈការសម្រាយរឿងហ្នឹងបានផងដែរនេះ admin ដាក់លើ screen ហ្នឹងមើលខ្លួនឯងទៅហើយចឹង admin មានតែប៉ុណ្្នឹងទេពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយពងជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកនិយាយបន្តទៅកាន់រឿង Saitama នៅក្នុង season 2 បន្តទៀតតែមុននឹងចូលវីដេអូមួយនេះទៅគ្នាយើងកុំភ្លេចចុច like ហើយ subscribe ឲ្យមានម្នាក់មួយផងណាចឹងបើសិនជាបានធ្វើរីហើយដើម្បីកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមនៅក្នុងវគ្គនេះយើងបានឃើញថា Saitama បានផ្ដួលជាមួយនឹងកូនសិស្ស top 2 របស់គ្រូ Bank បានហើយនិយាយទៅជាទម្លាប់របស់ Saitama វាយគេតែម្ដាយគឺឈ្នះតែម្ដងអត់ញ៉ៃច្រើនទេហើយឥឡូវនេះក៏បានឡើងទៅកាន់វគ្គ semi final ហើយសល់តែ4អ្នកទៀតទេគឺជាដៃគូប្រកួតរបស់គាត់បើឈ្នះគឺលើកពានយកតែម្ដងស្របពេលជាមួយគ្នាយើងកាត់មកខាង Garu វិញពេលនេះដែរ Garu គាត់ក៏បានដើររក hero ខ្លាំងមកវាយគ្នាបន្តទៀតហើយក៏បានឃើញជាមួយនឹង hero ឆ្កែម្នាក់ដែលឲ្យឈ្មោះថា Waiting Dog ពេលដែល Garu ចង់ចូលទៅវាយ hero ម្នាក់នោះបែរជាមានបិសាចមួយក្រុមចេញមកអុកឡុកអញ្ចឹងណាក៏ដូចជាបើកការវិបហាទៅលើ hero Waiting Dog នឹងតែម្ដងហើយស្របពេលជាមួយគ្នាយើងក៏បានឃើញថាបិសាចផ្សេងទៀតទៅអុកឡុកពេញទីកន្លែងនៃទីក្រុងនេះតែម្ដងឲ្យតែមាន hero ហើយនឹងប្រជាជនដឹងតែមានវត្តមានសមាគមបិសាចចេញមកវាយហើយពេលហ្នឹងយើងក៏បានឃើញ
ជាមួយនឹង hero rank M ម្នាក់ដែលគួរឲ្យចាប់អារម្មណ៍មែនតើគាត់មានឈ្មោះថា Pick God ពេលដែលគាត់វាយគ្នាជាមួយនឹងបិសាចពស់ហ្នឹងបែរជាគាត់អត់ខ្លាចនោះទេសូម្បីតែពស់នឹងមានពឹសក៏ចឹកគាត់អត់ឈឺដែរផ្ទុយទៅវិញបែរជាត្រូវបានគាត់នឹងលេបវាចូលនឹងខ្លួនស៊ីធ្វើមិនដឹងអ្នកទាំងអស់គ្នាខ្លាំងមែនតើឥឡូវប៉ុណ្ណឹងសិនបានហើយយើងងាកមកសៃតាម៉ាវិញនៅក្នុង tournament ពេលនេះគាត់ត្រូវប៉ះគ្នាជាមួយនឹងបរិះអាល់កុហុលម្នាក់អាប៉ែហ្នឹងគឺល្បីថាខ្លាំងហ្មងហើយពេលឡើងមកដល់ភ្លាមហ្នឹងគេនិយាយថាគេមានបំណងក្នុងការគ្រប់គ្រងពិភពលោកនេះទាំងមូលបន្ទាប់ពីគេយកឈ្នះការប្រកួតមួយនេះទៅហើយនិយាយឡើងតប៉ែហូរហែដូចទឹកហូរអញ្ចឹងប្រូដូចជារៀងនិយាយច្រើនតិចនេះស៊ីតែម្ដាយប៉ាំងមានតែអាប៉ែនោះឡើងដេកស្ប៉ាហ្មងអ្នកទាំងអស់គ្នាតែនៅក្នុងពេលនេះសៃតាម៉ាគឺជាកីឡាករតែម្នាក់គត់ដែលឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដោយគ្មានលបួសអីជាប់ខ្លួនឡើយព្រោះគាត់វាយគេតែម្ដាយដួលអញ្ចឹងមានលបួសមកពីណាសាហាវមែនតើហ្មងអ្នកគ្នាហើយយើងយកមកកាន់បិសាចដែលអុកឡុកទីក្រុងវិញម្ដងដែលពេលនេះមាន hero ម្នាក់ដែលរៀងរបស់គាត់នឹងដូច Lancelot យ៉ាងគ្នាយើងលយណាដោយសារតែគាត់ដូច Lancelot ខ្ញុំហៅ Lancelot ហ្មងទៅពេលហ្នឹងគាត់ក៏បានចូលទៅចាក់ស៊ីងដាក់ skill ទី2មួយចាក់ ulti ភ្លឹបអាបិសាចមឹកដែលគាត់វាយនឹងធ្លីភ្នែកឡើងចង់គ្រប់កន្លែងបាញ់ឈាមហូរឆ្វាចពេញហ្នឹងតែបើថាទោះបីជា Lancelot វាយវិញហ្នឹងក៏វាអត់តន់ងាប់ដែរវាក៏បាន transform ទៅជារាងកាយមួយទៀតអញ្ចឹងណាតែក៏សំណាងល្អដែរពេលនេះយើងបានឃើញវត្តមាន hero top 2ដែលជា Tornado ហ្នឹងនាងបង្ហាញខ្លួនមកជួយពួកគេតាន់ស្របពេលជាមួយនឹងគ្នាយើងក៏លេចមកមើលខាង Atomic Samurai វិញម្ដងដែលពេលនេះគាត់កំពុងតែមករកសមាគមពួកអ្នកលេងដាវ Samurai ដើម្បីឲ្យពួកគេនឹងចូលរួមជាក្រុមចាត់ការទៅលើសមាគមបិសាចក៏ដូចជា Garu ដែលកំពុងតែអុកឡុកទីក្រុងឥឡូវនេះតែក្នុងចំណោម Samurai របស់ពួកគេនឹងមានបរិះម្នាក់បាននិយាយថាបើយោងតាមសមត្ថភាពរបស់ពួកគេរួមគ្នាមិនអាចចាត់ការទៅលើសមាគមបិសាចឬក៏ Garu បានឡើយព្រោះពួកគេគឺជាមនុស្សធម្មតាបើប្រៀបធៀបកម្លាំងទៅគឺខុសគ្នាខ្លាំងមែនតើអញ្ចឹងអ្វីដែលអាចធ្វើនៅពេលនេះគឺពួកគេត្រូវតែមានកម្លាំងខ្លាំងជាមុនសិនហើយគាត់ក៏បាន recommend ទៅកាន់សមាគម Samurai ថាពួកគេគួរតែប្រើប្រាស់ជាមួយនឹង Monster Cell ឬក៏កោសិកាបិសាចដែលគាត់កំពុងតែមាននេះព្រោះថាកោសិកាមួយហ្នឹងបើសិនជាយើងស៊ីវាចូលទៅក្នុងខ្លួនទៅវាធ្វើឲ្យយើងមានកម្លាំងខ្លាំងមែនតើនឹងប្រែខ្លួនទៅជាបិសាចពួកគេគួរតែចូលរួមជាមួយនឹងសមាគមបិសាចទៅព្រោះពេលនេះសមាគមបិសាចកំពុងតែរីកលូតលាស់ពេញទីក្រុងហ្នឹងតែម្ដងហើយយើងក៏បានដឹងថាប៉ែដែលនិយាយមិញហ្នឹងគឺគាត់បានស៊ីកោសិកាបិសាចធ្វើឲ្យខ្លួនគាត់ហ្នឹងខ្លាចជាបិសាចនឹងមានកម្លាំងខ្លាំងមែនតើក៏ប៉ុន្តែចំពោះ Atomic Samurai គាត់បានបដិសេធព្រោះពួកគេគឺជា hero អញ្ចឹងមិនអាចខ្លាចជាបិសាចបានទេ Atomic Samurai ក៏ដកដាវមកចាត់ការពួកហ្នឹងពេលហ្នឹងទៅប៉ុណ្ណឹងបានហើយយើងងាកមកនិយាយពីសៃតាម៉ាវិញម្ដងអត់ចេះចប់ហ្មងផ្លុតទៅផ្លុតមកគ្នាយើងដែលពេលនេះសៃតាម៉ាគាត់កំពុងតែឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដែលត្រូវប៉ះគ្នាជាមួយនឹងស៊ុយយូអាប៉ែស៊ុយយូហ្នឹងគឺខ្លាំងមែនតើគេរំពឹងថាប៉ះសៃតាម៉ានៅវគ្គផ្ដាច់ព្រ័ត្រនេះឯងហើយការវាយគ្នារបស់ពួកគេក៏បានចាប់ផ្ដើមគ្រាន់តែបើកការប្រកួតភ្លាមស៊ុយយូក៏បានទាត់សៃតាម៉ាមួយជើងតែទាត់អត់ត្រូវនោះទេទាត់សំដៅទៅលើសក់សៃតាម៉ាព្រោះគេដឹងថាសៃតាម៉ាពាក់សក់អញ្ចឹងបើសិនជាដោះសក់ចេញពីក្បាលទៅខាងសមាគមរៀបចំការប្រកួតនឹងដឹងថាសៃតាម៉ាជាអ្នកតែងខ្លួនបន្លំអញ្ចឹងពួកគេនឹងត្រូវដកសៃតាម៉ាចេញពីការប្រកួតនេះតែម្ដងដោយដឹងអំពីចំណុចខ្សោយសៃតាម៉ាអញ្ចឹងស៊ុយយូហ្នឹងក៏បើកការវិភាគវាយឲ្យតែប៉ើងខ្យល់ត្រូវសក់សៃតាម៉ានោះទេហើយការវាយរបស់គេនឹងលឿនខ្លាំងមែនតើដែលសៃតាម៉ាក៏មិនអាចតដៃបានឡើយព្រោះដៃរបស់គាត់នឹងរវល់ទៅទប់សក់កុំឲ្យប៉ើងអញ្ចឹងអាប៉ែនោះទាត់រហូតអ្នកឲ្យទាត់យកគ្មានដឹងស្អីទេមិនតែប៉ុណ្ណោះគេថែមនឹងវាយសៃតាម៉ាឲ្យខ្ទប់ចូលទៅក្នុងដីទៀតតែចំពោះសៃតាម៉ាបើយើងឲ្យចង់វាយមិនវាយទៅអត់ខ្ចីឈឺតែម្ដងឃើញថាវាយសៃតាម៉ាអត់ឈឺអញ្ចឹងគេក៏បានសួរថាតើសៃតាម៉ាហ្នឹងគឺជាពីណាគេហើយអ្វីបានជារាងកាយគាត់នឹងខ្លាំងម៉េះតើគាត់ធ្វើវិធីសាស្ត្រអ្វីខ្លះដើម្បីវឹកហាត់រាងកាយសៃតាម៉ាប្រាប់ថាជារៀងរាល់ថ្ងៃគាត់ចេញទៅចាត់ការបិសាចចាត់អីដូចធម្មតានិយាយទៅគាត់ក៏ជា hero ម្នាក់ដែរស៊ុយយូឬសៃតាម៉ាជា hero គេសើចយកតែម្ដងព្រោះមុនហ្នឹងគេបានវាយជាមួយនឹង hero rank A ពីរនាក់ដែលបានវាយគ្នាជាមួយនឹងគេហើយពីរនាក់ហ្នឹងក៏ត្រូវបានគេផ្ដួលយ៉ាងស៊ីផុយហ្មងគេបាននិយាយមើលងាយទៅកាន់ពួក hero ថាតាមពិតទៅរដ្ឋាភិបាលបង្កើតក្រុម hero ឡើងនេះគឺខាតលុយតែម្ដងព្រោះពួក hero គឺអត់ប្រយោជន៍នោះទេសូម្បីតែវាយជាមួយនឹងគេធម្មតាក៏វាយមិនឈ្នះផងនិយាយទៅពួក hero គឺកថាហ្មងលឺអញ្ចឹងភ្លាមសៃតាម៉ាក៏មានអារម្មណ៍ថាអូនេះនិយាយយូរទៅដូចលើនេះឌៀមដាមដល់ទាំងមូបដ ហើយគាត់ខឹងដែរហើយពេលហ្នឹងសៃតាម៉ាក៏បានប្រាប់ថាបើប្រយគិតថា hero on អត់អីទេចាំតិចចាំយើងបង្រៀនឯងឲ្យដឹងអំពី hero ពិតប្រាកដសៃតាម៉ាដោះសក់កវត្តចោលភ្លើបមានទិលលាំងនោះមកដល់ប៉ាំងវាយអត់ត្រូវនោះទេអ្នកទាំងអស់គ្នាក៏ប៉ុន្តែអាវរបស់គេនឹងប៉ងលហើយខ្ទេចខ្ទីពេញហ្នឹងអាមួយនោះឡើងសភ្នែកព្រាតតែម្ដងក៏ប៉ុន្តែដោយសារតែការប្រកួតមួយនេះគេចាប់បានថាសៃតាម៉ាខ្លែងបន្លំគាត់ដោះសក់ចេញអញ្ចឹងគណៈកម្មការក៏កាត់សេចក្តីឲ្យស៊ុយយូជាអ្នកឈ្នះលើកពានហ្មងតែសៃតាម៉ាឲ្យចង់កាត់សេចក្តីកាត់ទៅក៏អត់ខ្ចីខ្វល់នោះទេព្រោះមកនេះមិនប្រកួតដើម្បីយកលុយយកពានអីផងហ្នឹងតែស៊ុយយូគេក៏អត់សុខចិត្តដែរគេឃើញថាឈ្នះសួរពេកគេអត់ចង់ទេគេចង់វាយគ្នាជាមួយនឹងសៃតាម៉ាសិនពេលហ្នឹងគេក៏បានបើកការវាយប្រហារទៅលើសៃតាម៉ាដាក់យកប៉ងកាប់ឡើងដាច់សៃវៀនកាប់អីខ្ទេចហ្មងនិយាយទៅវាយសៃតាម៉ាឡើងចង់មកលៀនដៃយកគ្នាយើងតែសៃតាម៉ារបស់យើងគាត់ឈៀលកាយឈរឡើងធម្មតាហ្មងហើយគាត់យកកាពះគូតផ្ទះនោះបាច់ឡើងប៉ើងខ្ទប់ទៅនឹងជាងក៏ប៉ុន្តែដោយសារតែគេកាត់សេចក្តីឲ្យស៊ុយយូឈ្នះហ្នឹងអញ្ចឹងសៃតាម៉ាក៏ត្រូវបានប៉ូលីសដេញចាប់រត់ពេញហ្នឹងដោយសារតែវាយគ្នាបន្តទៀតបន្ទាប់ពីហ្នឹងមកយើងក៏លេចមកមើលខាងចេណណោះហើយណាវិញដែលពេលនេះចេណណោះត្រូវបានបិសាចមួយក្បាលវាយគេឡើងខ្ទប់ចូលទៅក្នុងដីបិសាចមួយក្បាលហ្នឹងគឺមានឈ្មោះថា Goketsu គឺជាអតីតអ្នកហាត់ក្បាច់គុណដ៏ខ្លាំងម្នាក់ដែលពេលនេះគេខ្លាចទៅជាបិសាចណាគេចូលក្រុមមួយពួកបិសាចងាកមកខាងស៊ុយយូវិញដោយ
សារតែមិញសៃតាម៉ាគេកាត់សេចក្តីចាញ់ហើយអញ្ចឹងគាត់ក៏ត្រូវបានលើកពានយកជ័យលាភីលេខ1ហ្មងហើយស្របពេលហ្នឹងគាត់ក៏បានឃើញមីអូនេះខ្ជូតដល់ហើយនេះដេតមួយហៀហើយតែនិយាយអត់តន់ចប់ផងក៏ប៊ុំយើងក៏បានឃើញវត្តមានបិសាច Goketsu បង្ហាញខ្លួនមកកាន់កន្លែងនេះតែម្ដងជាមួយនឹងកូនចៅបិសាចព្រៀបគេជាច្រើនមិនព្រៀបទេគ្នាយើងក្អែកពេលហ្នឹងដែរគេក៏បានប្រាប់ទៅកាន់ពួកអ្នកប្រកួតមិញហ្នឹងថាបើសិនជាណាគេអត់ចង់ស្លាប់ទេឲ្យស៊ីជាមួយនឹងកោសិកាបិសាចទៅខ្លាចទៅជាបិសាចចូលរួមសមាគមបិសាចជាមួយនឹងពួកគេប្រកាសជាមានជីវិតហើយខ្លាចជាអ្នកខ្លាំងទៀតពេលហ្នឹងពួកអដៃមុនហ្នឹងដែលប្រកួតចាញ់សៃតាម៉ាក៏ដូចជាស៊ុយយូហ្នឹងវាគិតថាខ្លួនវានៅអន់ណាអញ្ចឹងដើម្បីអាចខ្លាំងបានពួកវាគួរតែស៊ីកោសិកាបិសាចហ្នឹងទៅវាក៏បាននាំគ្នាទៅស៊ីអាកោសិកាបិសាចហ្នឹងហើយប្រែខ្លួនទៅជាបិសាចហ្មងហើយដោយសារតែមុនហ្នឹងស៊ុយយូហ្នឹងគឺជាអ្នកដែលអាចវាយឈ្នះវាបានអញ្ចឹងពេលដែលវាប្រែខ្លួនទៅជាបិសាចទៅវាចង់ចាត់ការទៅលើស៊ុយយូមុននឹងចូលទៅចាត់ការពួកវាគាត់ក៏បានប្រាប់ទៅកាន់ក្រាស់គាត់ថាបើសិនជាហៀចាត់ការពួកអដៃហ្នឹងបានអាមួយទៅដេតជាមួយហៀនិយាយចឹងហើយគាត់ក៏បានចូលទៅចាត់ការជាមួយនឹងពួកអដៃដែលស៊ីកោសិកាបិសាចមិញហ្នឹងបើទោះបីជាវាប្រែជាបិសាចក៏ដោយតែបិសាចនៅក្នុង lower level ហ្មងគាត់ក៏បានចាត់ការប៉ងសូម្បីតែពាក់អាវក្រហមមិញវាបានប្រែទៅជាបិសាចស្នៃពណ៌ក្រហមមួយតែគ្មានទេមួយស៊ុយយូវាយកាច់ស្នៃឲ្យចោលទៀតបន្ទាប់ពីចាត់ការពួកហ្នឹងអស់ហើយស៊ុយយូក៏ចង់ចូលទៅវាយគ្នាជាមួយនឹង Goketsu តែ Goketsu ក៏បានប្រាប់គាត់ថាស៊ុយយូនេះគឺជាមនុស្សដែលមាន talent ខ្ពស់មែនតើអញ្ចឹងបើសិនជាសម្រាប់គេចោលគឺ waste តែម្ដង Goketsu បញ្ចុះឲ្យស៊ុយយូនឹងស៊ីជាមួយនឹងកោសិកាបិសាចខ្លាចទៅជាបិសាចទៅយើងធ្វើការរួមគ្នាកុំចាត់ទៅលើមនុស្សជាតិហើយពេលនោះយើងនឹងខ្លាចជាមនុស្សម្នាក់ដែលមានសេរីភាពចង់បានអីគឺបានហ្នឹងតែចំពោះស៊ុយយូក៏អត់ធ្វើជាបិសាចនោះទេដោយសារតែបិសាចមកខកមែនតើមុខគេឡើងស្អាតតែគេធ្វើបិសាចមកឡើងដូចឈួនហ្នឹងស៊ុយយូក៏បើកការវាបហាទៅលើអាបិសាច Goketsu នឹងតែម្ដងតែយោងតាមសមត្ថភាពរបស់គាត់ពេលនេះវាឈ្នះ Goketsu ឡើយក៏ត្រូវបាន Goketsu នឹងចាប់គាត់បោកដូចសមោចចឹងប៉ងហើយពេលដែលត្រូវបានបិសាច Goketsu ចាប់គេបោកផងជន់ផងចឹងស៊ុយយូគាត់ក៏បានឃើញជាមួយនឹងអាប៉ែបាគូហ្សានដែលឈរចិត្តហ្នឹងក៏ស្រែកអាប៉ែនឹងជួយព្រោះថាអាប៉ែហ្នឹងក៏ជា top ម្នាក់ដែរតែបាគូហ្សានហ្នឹងដោយសារតែនៅក្នុងការប្រកួតគេត្រូវបានស៊ុយយូផ្ដួលហើយត្រូវបានសៃតាម៉ាផ្ដួលទៀតអញ្ចឹងគេគិតថាខ្លួនឯងអន់ណាក្នុងកំឡុងពេលនេះគេលែងចង់ខ្លាចជាមនុស្សទៀតហើយគេចង់មានកម្លាំងខ្លាំងអញ្ចឹងគេក៏សម្រេចចិត្តថាស៊ីអាកោសិកាបិសាចហ្នឹងមានប្រមាណគេប្រម៉ូស៊ីទាំងអស់ដើម្បីខ្លាចទៅជាបិសាចដ៏ខ្លាំងម្នាក់ហើយចាត់ការទៅលើស៊ុយយូតែអត់បានខ្លាំងផងពលអ្នកទាំងអស់គ្នាដោយសារតែថាពលបិសាចហ្នឹងវាខ្លាំងពេកយកធ្វើឲ្យគេដួលស្លាប់តែម្ដងរីឯស៊ុយយូវិញពេលនេះគេត្រូវបានបិសាច Goketsu ហ្នឹងជាមួយនឹងកូនចៅក្អែកគេ3នាក់ទៀតចូលមកចាត់ការទៅលើស៊ុយយូតែក៏សំណាងល្អដែរពេលនេះយើងក៏បានឃើញជាមួយនឹង Hero Rank A 2នាក់ដែលក្នុង tournament មិញគឺ Lightning Max ជាមួយនឹង Snake ពីរនាក់គេហ្នឹងក៏លេចវត្តមានមកជួយស៊ុយយូបើទោះបីជាត្រូវបានស៊ុយយូផ្ដួលនឹងមើងងាយពួកគេក៏ដោយពួកគេទាំង3នាក់ក៏បើកការវិបហាទៅលើកូនចៅក្អែករបស់បិសាច Goketsu ដួលហើយក៏ដូចជាចូលទៅវាយជាមួយនឹង Goketsu ទៀតដើម្បីពន្យាពេលឲ្យស៊ុយយូនឹងរត់គេចក៏ប៉ុន្តែពេលដែលស៊ុយយូគាត់ព្យាយាមរត់គេចពីបិសាច Goketsu ហ្នឹងបែរជាអាប៉ែបាគូហ្សានមុនហ្នឹងថាមពលបិសាចក្នុងខ្លួនក៏បានជ្រាបឥឡូវនេះវាខ្លាចទៅជាបិសាចមួយធំខ្លាំងមែនតើចេញមកដល់ដំក្បាលស៊ុយយូមកដៃប៉ាំងខ្ទប់ទៅនឹងដីយកគ្នាយើងក៏ដូចជាយើងក៏លែកមកមើលទីក្រុងខាងក្រៅនៅពេលនេះវិញគឺថាក្រុមបិសាចហ្នឹងវាបានបញ្ជូនបិសាចជាច្រើនដើម្បីមកអុកឡុកហើយមកអុកឡុកលើកនេះមិនមែនជាការវាយប្រហារទេគ្រាន់តែបញ្ជូនបិសាចគីកាកាដើម្បីបន្លាចប្រជារាស្ត្រតែប៉ុណ្ណោះវានៅសល់ជាមួយនឹងក្រុមបិសាចខ្លាំងជាច្រើនទៀតយើងងាកមកស៊ុយយូឯនេះវិញឡងពេលដែលគាត់ត្រូវបានបាគូហ្សានដំហ្នឹងគឺថាឥឡូវនៅមានជីវិតតែគាត់ម្នាក់ទេ Hero ដែលមកជួយគាត់មិញក៏ដួលអស់ហើយដែរអាបាគូហ្សានហ្នឹងដោយសារតែក្នុងការប្រកួតវាគុំស៊ុយយូឲ្យវាយឈ្នះស៊ុយយូអញ្ចឹងទៅវាចាប់ដំផងបោកផងធ្វើឲ្យស៊ុយយូពេលនេះគាត់ឈឺចាប់មែនតើហើយមិនអាចឈរបានទេគាត់ក៏បានស្រែករកជំនួយឲ្យ Hero នៅចិត្តហ្នឹងមកជួយគាត់តែមើលទៅហាក់បីដូចជាគ្មាន Hero ណាម្នាក់មកជួយគាត់ឡើយបាគូហ្សានឃើញអញ្ចឹងចង់ចាប់កាច់កស៊ុយយូយកតែម្ដងតែសំណាងល្អដែរពេលហ្នឹងសៃតាម៉ាក៏បានមកដល់តាន់ពេលវេលាតែម្ដងសៃតាម៉ាក៏បានជួយស៊ុយយូទៅកន្លែងសុវត្ថិភាពសិនទុកឲ្យគាត់ជាអ្នកចាត់ការទៅលើបាគូហ្សានអាបាគូហ្សានពេលដែលឃើញសៃតាម៉ាអញ្ចឹងវារៀងភ័យដែរព្រោះក្នុងការប្រកួតមុនហ្នឹងសៃតាម៉ាវាយវាដួលតែចំពោះសៃតាម៉ារបស់យើងអត់បានចាំវាថាជាពីណាគេទេអាមួយនោះវាក៏គុំសៃតាម៉ាដែរចង់សម្លាប់សៃតាម៉ាចោលតែដូចយើងដឹងអញ្ចឹងសៃតាម៉ាអត់មាននិយាយច្រើនទេឈរឲ្យវាយពីបេដៃសបាយចិត្តសិនអញ្ចឹងណាគ្មានទេលាំងតែម្ដាយប៉ាំងដាច់ខ្លួនជាពីរពេលដែលចាត់ការទៅលើបាគូហ្សានហើយស៊ុយយូពិតជាអរគុណសៃតាម៉ាមែនតើតែគាត់ក៏បានប្រាប់ឲ្យសៃតាម៉ាប្រយ័ត្នខ្លួនព្រោះមុនហ្នឹងគឺ Goketsu ដែលជាមេវាបានរត់ទៅកន្លែងមួយទៀតដើម្បីអុកឡុកប្រជាជនឲ្យវាគិតថាអាប៉ែបាគូហ្សានហ្នឹងចាត់ការទៅលើស៊ុយយូបានអញ្ចឹងពេលនេះគេផ្ដាំឲ្យសៃតាម៉ាប្រយ័ត្នខ្លួនខ្លាចតែសៃតាម៉ាជួបគ្នាជាមួយនឹងបាគូហ្សានព្រោះបាគូហ្សានហ្នឹងគឺខ្លាំងមែនតើតែសៃតាម៉ារបស់យើងរកតែខ្លាំងអញ្ចឹងបើទោះបីជាស៊ុយយូគាត់កុំឲ្យទៅក៏សៃតាម៉ានៅតែទៅដែរគីឡូប៉ុណ្ណឹងគ្មានគីឡូមួយសៃតាម៉ាទេពេលដែលសៃតាម៉ាចេញទៅវាយជាមួយនឹង Goketsu អញ្ចឹងស៊ុយយូគាត់គិតថាសៃតាម៉ាប្រកាសជាស្លាប់ហើយព្រោះអាបិសាចហ្នឹងវាខ្លាំងមែនតើតែមួយសន្ទុះក្រោយមកក៏ប៊ុំ bingo តែម្ដងអ្នកទាំងអស់គ្នាក្បាលរបស់បិសាច Goketsu ហ្នឹងធ្លាក់នៅចំពោះមុខស៊ុយយូនិយាយទៅសៃតាម៉ារបស់យើងហ្នឹងគឺកំពូលមនុស្សតែម្ដងអត់មានអីជាបញ្ហាសម្រាប់គាត់នោះទេងាយ easy ឃើញអញ្ចឹងភ្លាមស៊ុយយូហ្នឹងក៏សុំសៃតាម៉ាធ្វើជាកូនសិស្សអញ្ចឹងណាតែសៃតាម៉ាឈប់ទទួលហើយកូនសិស្សគាត់មានតែមួយទេគឺអាចចេះណោះហើយដោយសារតែពេលនេះបិសាចកំពុងតែអុកឡុកពេញទីក្រុងអញ្ចឹងសៃតាម៉ាគាត់ក៏ធ្វើដំណើរទៅតាមរកបិសាចផ្សេងទៀតដើម្បីចាត់ការពួកវាចោលតាមផ្លូវហ្នឹងគាត់ក៏បានជួបគ្នាជាមួយនឹង King ផងដែរ King បានប្រាប់សៃតាម៉ាថាអីប្រូតាណាហ្នឹងទៅកំចាត់បិសាចមែនហ្នឹងហើយទៅកំចាត់បិសាចហ្នឹងតែមានអារម្មណ៍ថាដូចធុញដល់ហើយ
King មើលដោយសារតែឥឡូវប្រហែលជាហាត់ខ្វាច់គុណដល់កំពូលមិនដឹងទេព្រោះឲ្យតែពេលវាយគ្នាជាមួយបិសាចអត់មានអារម្មណ៍ថា improve better សោះព្រោះសៃតាម៉ារបស់យើងហ្នឹងគាត់ហាត់ខ្វាច់គុណដល់កំពូលហើយអញ្ចឹងគាត់លេខ improve ទៅមុខទៀតហើយគឺនៅតែប៉ុណ្្នឹងដល់ limit របស់គាត់តែម្ដងអស់ត្រឹមហ្នឹងហ្មងអញ្ចឹងពេលដែលគាត់វាយគ្នាជាមួយនឹងបិសាចទោះបីជាបិសាចហ្នឹងខ្លាំងប៉ុណ្ណាក៏គាត់មានអារម្មណ៍ថាគឺធម្មតាលែងមានអីជាខ្លាំងក្លាសម្រាប់គាត់ទៀតហើយធ្វើឲ្យគាត់ធុញនឹងជីវិតប្រចាំថ្ងៃនេះមែនតើតាមផ្លូវដើរបដានិយាយគ្នាបដាជាមួយនឹង King យើងក៏បានឃើញវត្តមាន Garu ដែល Garu ពេលនេះគឺគាត់ត្រូវបាន hero ឆ្កែមួយហ្នឹងវាយឡើងខ្ទប់អ្នកទាំងអស់គ្នាតែដល់ពេលដើរមកជួបគ្នាជាមួយនឹង King អញ្ចឹងគាត់ក៏ចង់ចាត់ការទៅលើ King ម្នាក់ទៀតដោយសារតែនៅសល់កម្លាំងយើងខ្លាំងដែរអីមុនហ្នឹងចាញ់គេសោះហ្នឹងឥឡូវសើចង់ចាត់ការម្នាក់ទៀតអត់គិតពី limit ខ្លួនឯងសោះពេលហ្នឹងគាត់ក៏បានសម្រុកចូលទៅវាយ King តែមានណាស់តបានប៉ះ King ហ្នឹងសៃតាម៉ាធាក់មួយជើងឡើងខ្ទប់ជាងបាទពេលដែលធាក់អបេ Garu ខ្ទប់ជាងអញ្ចឹងហើយសៃតាម៉ាក៏ប្រាប់ King ថាឲ្យ King ហ្នឹងប្រយ័ត្នផងដោយសារតែឥឡូវឮដំណឹងថាមានមនុស្សម្នាក់ឈ្មោះ Garu កំពុងតែដើរប្រមាញ់ពួក hero ហើយសៃតាម៉ាពិតជាចង់ជួប Garu មែនតើអត់ដឹងថាអបេ Garu នឹងខ្លាំងប៉ុណ្ណានេះគួរឲ្យខ្លាចដល់ហើយទាំងដែលគាត់ជួប Garu 2 ដងហើយអ្នកទាំងអស់គ្នាតែអត់ស្គាល់ថាម្នាក់នឹងជា Garu ទេហើយថែមទាំងវាយគ្នាឡើងខ្ទប់ទៀតស្របពេលជាមួយនឹងគ្នាយើងងាកមកខាង Sonic វិញម្ដងដែល Sonic ពេលនេះគេកំពុងតែហាត់ខ្វាច់គុណដើម្បីយកឈ្នះសៃតាម៉ាតែពេលហ្នឹងដែរក៏មានសាមរ៉ៃ2នាក់ចេញមកវាយគ្នាជាមួយនឹង Sonic ហើយ2នាក់ហ្នឹងបង្ខំឲ្យ Sonic ចូលក្រុមជាមួយនឹងពួកគេដែលពួកគេហ្នឹងគឺជាបិសាចពួកគេមកនេះអត់ចង់វាយគ្នាជាមួយនឹង Sonic ទេគ្រាន់តែប្រាប់ Sonic ថាបើសិនជាចង់ឈ្នះសៃតាម៉ាឲ្យស៊ីជាមួយនឹងកោសិកាបិសាចហ្នឹងទៅពេលដែលគេខ្លាចជាបិសាចគេនឹងអាចយកឈ្នះសៃតាម៉ាបានហើយ Sonic ពេលហ្នឹងដោយសារតែគេចង់ឈ្នះសៃតាម៉ាដែរអញ្ចឹងគេក៏សម្រេចចិត្តថាយកអាកោសិកាបិសាចហ្នឹងយកមកស៊ីតែដូចជារៀងកខិចដល់ហើយខ្ពើមហ្នឹងមានណាបែ Sonic ហ្នឹងគេក៏បានយកអាកោសិកាបិសាចហ្នឹងទៅហាន់ជាចំណិតដូច steak អញ្ចឹងហើយយកទៅចៀនទៀតចៀនហើយគេយកមកស៊ីអញ្ចឹងណាក៏ប៉ុន្តែអត់ឃើញអ្វីកើតឡើងដូចទេដូចជាធម្មតាហ្មងដោយសារអីបើគេចៀនស៊ីដូច steak ហ្នឹងមានអីជាប្រតិកម្មទៀតហើយយើងចាំមើលថាតើវគ្គក្រោយអា Sonic ហ្នឹងខ្លាចទៅជាបិសាចឬក៏អត់យើងចាំមើលទាំងអស់គ្នាហើយវគ្គនេះ Admin សុំ slash ធំហ្នឹងសិនហើយមិនដែរអ្នកទាំងអស់គ្នាល្អមើលដែរឬទេបើសិនជាពេញចិត្តកុំភ្លេចចុច like និង subscribe ជូន Admin ម្នាក់មួយផងណាអញ្ចឹងពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយពងជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ SG ថ្ងៃនេះយើងមកនិយាយបញ្ចប់ទៅកាន់ season 2នៃសាច់រឿង Pro Saitama តែម្ដងនៅក្នុងវគ្គនេះយើងបានឃើញថា Saitama កំពុងតែអង្គុយលេងហ្គេមជាមួយនឹង King ដោយសារតែគាត់ stress ពេកអញ្ចឹងទៅគាត់មកអង្គុយលេងហ្គេមបដ ாய் ទៅកាត់ stress គ្នាយើងក្នុងការលេងហ្គេមរបស់ពួកគេ Saitama យក hero សាច់ដុំប៉ុណ្ណាណីតែ King វិញគេយកតែ hero ស្រីពាក់ bunny ខ្ជូតទេតែក៏មើលងាយ hero bunny ខ្ជូតវាយ Saitama hero សាច់ដុំឡើងខ្ទប់ហើយស្របពេលជាមួយនឹងគ្នានឹងដែរយើងក៏លេចមកកាន់សមាគម hero ឯនេះវិញដែលពេលនេះក្រុមបិសាចហ្នឹងវាក៏បានបញ្ជូនជាមួយនឹងបិសាចមួយក្បាលដែលជាប្រភេទបិសាចប៉ារ៉ាសិតមកសន្ធិដ្ឋលើគ្នាក្រុមសមាគម hero ម្នាក់ហើយផ្ដល់ដំណឹងទៅកាន់ពួកនឹងថាបន្តិចទៀតក្រុមបិសាចនឹងវាយប្រហារទៅលើមនុស្សជាតិហើយក៏ប៉ុន្តែគេមាន option 2ឲ្យខាងមនុស្សជាតិរើសស្ថិតនៅក្នុងការវាយប្រហារមុនហ្នឹងពួកបិសាចគ្រាន់តែឲ្យមនុស្សជាតិដឹងអំពីថាមពលរបស់ពួកគេថាពួកគេខ្លាំងប៉ុណ្ណាតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលគេចង់បានពិតប្រាកដគឺពិភពលោកមួយដែលមនុស្សនិងបិសាចអាចរស់នៅជាមួយនឹងគ្នាបានដោយមនុស្សឈប់ធ្វើសមាគម hero ហើយឈប់តាមប្រមាញ់បិសាចទៀតទៅព្រោះបិសាចក៏ចង់មានជីវិតទូទៅដូចជាមនុស្សដែរហើយការដែលធ្វើកន្លងមករបស់ពួកបិសាចនេះគេគ្រាន់តែចង់បានជំរកដ៏ត្រឹមត្រូវមួយស្ថិតនៅឯទីក្រុងស៊ីគឺម្ដុំផ្ទះរបស់សៃតាម៉ាគ្នាយើងពួកហ្នឹងវាគ្រាន់តែចង់បានជំរកស្នាក់នៅតែប៉ុណ្ណោះបើសិនជាមនុស្សផ្ដល់នៅជំរកស្នាក់នៅឲ្យវាគឺវាលែងវាយប្រហារទៅលើមនុស្សជាតិទៀតហើយលឺអញ្ចឹងភ្លាមភ្នាក់ងារម្នាក់របស់អង្គភាព hero ហ្នឹងគាត់ក៏យល់ព្រមតែម្ដងដើម្បីរក្សាជីវិតមនុស្សជាតិអញ្ចឹងណាតែក៏ប៊ុំបិសាចហ្នឹងវាកុហកនោះទេវាបានប្រាប់ថាមិននិយាយលេងហ្នឹងណាក្រុមបិសាចខ្លាំងប៉ុណ្ណឹងដែរទៅចោះចូលមួយមនុស្សធ្វើអីតន្ទីទៀតហ្នឹងគេ invade ទៅលើមនុស្សយកផែនដីហ្នឹងមកប្រើប្រាស់ជារបស់ផ្ទាល់ខ្លួនហើយគេក៏បានប្រាប់ទៅកាន់សមាគម hero ហ្នឹងថាឲ្យពួកហ្នឹងត្រៀមខ្លួនទៅគេទុកពេលឲ្យ3ថ្ងៃបើសិនជាមាន hero ខ្លាំងណា rank S rank អីហ្នឹងឲ្យចេញមកវាយជាមួយនឹងគេទៅអាណាខ្លាំងចូលមកចាំទទួលទាំងអស់តែនិយាយអត់ចប់ផងពេលហ្នឹងក៏មាន hero rank S ម្នាក់ top 11ដែលមានឈ្មោះថា Black Luster គាត់ចេញមកចាប់កវីមួយហ្នឹងខ្ទប់ជាងបាទហើយក៏ធ្លាក់អាប៉ារ៉ាសិតដែលស្ថិតខ្លួនគេហ្នឹងមកប៉ារ៉ាសិតគេហ្នឹងដូចកែបយ៉ាងគ្នាយើងអាមួយហ្នឹងវាមានដៃខួងនៅដៃវាចង់ចាប់ Black Luster តែមានណា Black Luster ទះមួយដៃប៉ាំងងាប់បាត់ហើយក៏ជួននឹងពេលដែលអង្គភាពត្រូវការ hero rank S ហ្នឹង Black Luster ក៏ស្ម័គ្រចិត្តធ្វើជាអ្នកបើកមុខទៅវាយគ្នាជាមួយនឹងក្រុមបិសាចហ្នឹងតែម្ដងដើម្បីទប់ទល់ពួកវាយើងក៏លេចមកកាន់បិសាចឯនេះវិញដែលពេលហ្នឹងមានមេបិសាចម្នាក់ដែលមានឈ្មោះថា Lord Orochi អាហ្នឹងគឺជាមេបិសាចធំហ្មងហើយគេក៏មកប្រមូលផ្ដុំពួកបិសាចដែលដើរប្រមូលពីគ្រប់ទិសទីដើម្បីចាត់ការទៅលើអង្គភាព hero ក៏ដូចជាពិភពលោកទាំងមូលហើយពេលហ្នឹងបើសិនជាណាគេដែលអត់ស្ដាប់តាមបង្គាប់របស់ Lord Orochi ហ្នឹងទេនឹងត្រូវបានស្ដេចបិសាចហ្នឹងចាប់យកទៅស៊ីទាំងរស់ហ្មងគ្នាយើងអញ្ចឹងរកបិសាចទាំងអស់ដែលនៅក្នុងសមាគមបិសាចនេះត្រូវតែស្ដាប់និងធ្វើតាមបង្គាប់ស្ដេចបិសាចគេនឹងឯងពេលហ្នឹងដែរយើងក៏លេចមកខាង Garo ឯនេះវិញដែលការពិវៈមុនត្រូវបានសៃតាម៉ាវាយឡើងខ្ទប់អា Garo ពេលនេះគេបានងើបដឹងខ្លួនហើយក៏ប៉ុន្តែគេអត់ដឹងថាសៃតាម៉ាជាអ្នកវាយគេទេគេគិតថា King ជាអ្នកវាយគេនិយាយថា King មានកម្លាំងខ្លាំងមែនតើហើយខាង channel ឯនេះវិញយើងក៏បានឃើញថាពេលនេះគេកំពុងតែ repair item ថ្មីទៅលើរាងកាយមនុស្សយន្តរបស់គេដោយសារតែការពិវៈមុនគេវាយចាញ់ Goketsu អញ្ចឹងតែឥឡូវគេកំពុងតែ repair បច្ចេកវិទ្យាទំនើបតែម្ដងហើយពេលហ្នឹងយើងក៏បានឃើញដែរថាឥឡូវនេះព័ត៌មានចុះផ្សាយគ្រប់កន្លែងតែម្ដងអំពីដំណឹងដែលពួកបិសាចហ្នឹងវាកំពុងតែប្រមូលផ្ដុំគ្នាដើម្បីចាត់ការទៅលើមនុស្សជាតិនិងពពួកក្រុម hero អញ្ចឹងតម្រូវមនុស្សជាតិទាំងអស់នៅ
និង hero នឹងមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាតែម្ដងហើយស្របពេលនៃការបង្កើតដំណឹងនឹងដែរធ្វើឲ្យពួកបិសាចមកពីគ្រប់ទិសទីហ្មងវាធ្វើដំណើរទៅកាន់ទីក្រុង Z ដើម្បីចោះចូលជាមួយនឹងស្ដេចបិសាច Orochi តោះយើងចូលទៅកាន់ទីក្រុង Z ដើម្បីចោះចូលជាមួយនឹងស្ដេចបិសាច Orochi ប៊ូមពេលហ្នឹងដែរសៃតាម៉ាលេចវត្តមានមកស៊ីម្ដាយងាប់បាត់ដោយសារតែកន្លែងហ្នឹងគឺជាផ្ទះរបស់សៃតាម៉ាមកញ៉ែញ៉ៃអីសៃតាម៉ាវាយបាយអាចអស់លើហើយ skip កន្លែងពួកបិសាចធំហ្នឹងសិនទៅយើងមកនិយាយពី Garo ឯនេះវិញដោយសារតែពេលនេះគាត់មានរបួសខ្លាំងពេកអញ្ចឹងគាត់ក៏បានមកសម្រាប់ព្យាបាលនៅកន្លែង base ទុកចោលមួយរបស់អាក្មេងដែលគាត់បានជួបការពីវគ្គមុនហើយពួកម៉ាក់របស់ក្អូនហ្នឹងក៏បានឲ្យវាទៅដេញ Garo ចេញបើអត់ទៅទេវាអត់ពួកហ្នឹងឈប់លេងចូលអាក្អូនហ្នឹងវាក៏បានចូលទៅដេញ Garo អញ្ចឹងណាតែដោយសារតែ Garo គាត់មានរបួសហើយអាក្អូនហ្នឹងក៏វាមិនចង់មកដេញ Garo ប្រហែលដែរដោយសារតែមិត្តភក្តិវាបខំដែរនិយាយទៅត្រូវបានមិត្តភក្តិ bully ហ្នឹងឯងដោយសារតែវាខ្សោយជាងគេទៅ Garo ឃើញថាក្អូនហ្នឹងវាខ្សោយពេកគាត់ក៏បានបង្រៀនវាពីរបៀបធ្វើជាមនុស្សក្លាហានដោយសារតែគាត់កាលពីក្មេងក៏ដូចអាក្អូនហ្នឹងដែរត្រូវបានមិត្តរួមថ្នាក់ត្រូវបានមនុស្សជុំវិញខ្លួនហ្នឹងមើលងាយរហូតហ្មងហើយដើម្បីឲ្យគេឈប់មើលងាយយើងបានតតែយើងគឺជាមនុស្សដែលខ្លាំងអញ្ចឹងគាត់ក៏ប្រាប់គេពី advice ធ្វើជាមនុស្សដែលខ្លាំងម្នាក់អញ្ចឹងណាតែម្លងពេលដែល Garo កំពុងតែព្យាបាលរបួសនៅក្នុង base ក្មេងៗហ្នឹងក៏មានក្រុម hero rank A មួយក្រុមដឹកនាំដោយ Death Gantling គេបាននាំគ្នាមក8នាក់គ្នាយើងដើម្បីមកចាត់ការ Garo ព្រោះឃើញ Garo មានរបួសហើយគេដេញតាមតាំងពីណាពីណីមកហើយស្របពេលនេះគឺនឹងជាឱកាសល្អចាត់ការ Garo តែម្ដង Garo នៅពេលដឹងថាក្រុម hero កំពុងតែមកចាត់ការខ្លួនបែបនេះគេក៏ខ្ចីសភៅ hero guide ពីអាក្អូននឹងមើលសិនអាសភៅកំណត់ត្រា hero គ្នាយើងអញ្ចឹងមើលទៅថា hero ណាដែលមាននៅក្នុង list ខ្លះហើយ skill របស់គេគឺជាអីអញ្ចឹងណាងាយស្រួលនៅក្នុងការដែលគេចេញទៅទប់ទល់ជាមួយនឹងពួក hero ចំណែកពួកម៉ាក់របស់អាក្អូននឹងវិញគឺរត់ចោលគេបាត់ហើយអត់ខ្វល់នៅទេបើទោះបីជាមានបិសាចក៏ដោយហើយខាង hero វិញក៏បានស្រែកឲ្យ Garo នឹងចេញមកខាងក្រៅបកគោខ្លួនមកព្រោះឥឡូវនេះត្រូវបានពួកគេឡោមព័ទ្ធចំនួន7 8នាក់ឲ្យបើវាយក៏បានឈ្នះពួកគេដែរ Garo ពេលហ្នឹងប្រាប់ឲ្យក្អូននោះចូលទៅលាក់ខ្លួនសិនហើយគេក៏បានចេញមកខាងក្រៅដើម្បីទប់ទល់ជាមួយនឹងពួក hero បើយោងតាមសភាពរបស់ Garo ពេលនេះពិបាកវាយជាមួយនឹងពួកហ្នឹងខ្លាំងមែនតើដោយសារតែគាត់មានរបួសពេញខ្លួនអញ្ចឹងក្នុងការ movement របស់គាត់គឺយឺតហើយពួក hero វិញគឺវាយម្ដង8នាក់ហ្នឹង attack ក្នុងពេលតែមួយហ្មងបើទោះបីជា Garo គាត់ខំប្រឹងកិច្ចយ៉ាងណាក៏ដោយក៏នៅតែស៊ីគ្រាប់ព្រួញ2គ្រាប់ជាប់ខ្នងដែរហាគ្រាប់ព្រួញ2គ្រាប់ហ្នឹងគឺជាគ្រាប់ព្រួញពឹសទៀតដែលមានថ្នាំសណ្ដំនៅក្នុងហ្នឹងធ្វើឲ្យ Garo ពេលនេះចាប់ផ្ដើមចង់ល្ងុយដេញតិចអីបន្តិចហើយការដែលវាយមួយទល់នឹង8ក្នុងសភាពបែបនេះហាក់បីដូចជា Garo ហ្នឹងកំពុងតែរត់ឡើងជាដើមឡងពេលដែលគាត់ហត់ខ្លាំងអញ្ចឹង Garo ក៏បាន talk shit ទៅកាន់ពួកគេថាពួកគេត្រឹមជា hero rank A មានសមត្ថភាពឲ្យមកចាប់ Garo គាត់អាមចំពោះតែពួក hero rank S តែប៉ុណ្ណោះជា hero ដែលខ្លាំងអញ្ចឹង rank A គឺកថាតែម្ដងតែពេលហ្នឹងពួក rank A ក៏បាននិយាយមកវិញថាកុំមើលតែពួក rank S ពេកពួក rank S ជាមួយនឹង rank A ប្រកាសណាថាគេនឹងមើលឃើញតែ rank S ទេព្រោះ rank S គឺខ្លាំងពិតប្រាកដក៏ប៉ុន្តែចំពោះ rank A វិញក៏មិនប្រកាសថាពួកគេគឺជា hero ខ្សោយដែរពួករដ្ឋាភិបាលហ្នឹងហាក់បីដូចជាលំអៀងបន្តិចគ្នាយើងគេលើកជើងតែ hero rank S នៅទេបើ hero ក្រោម rank S គឺកាកហ្មងគេមើលអត់ឃើញនៅទេក៏ប៉ុន្តែថ្ងៃនេះពួក hero rank A 8នាក់ហ្នឹងពួកគេចង់ធ្វើឲ្យខាងរដ្ឋាភិបាលឃើញថាពួកគេមានសមត្ថភាពពិតប្រាកដអញ្ចឹងហើយគេបើកការវិភាគបន្តទៀតទៅលើ Garo តែ Garo លើកនេះហាក់បីដូចជាគាត់អត់ខ្លាចពួកគេទេប្រើកម្លាំងចុងក្រោយរបស់គាត់លៀងយកទៅកាន់ពួកហ្នឹងហ្មងបើទោះបីជាគេប្រើ skill ទាំង8រួមគ្នាក៏គាត់អាច counter វាបានដែរអានោះបាញ់បលមកចាប់កវត្តបលប៉ាំងអានោះបាញ់កវត្តមកចាប់កវត្តទៅគប់កអីវិញអញ្ចឹងណាយកទៅដាក់ប៉ងឡើងសាហាវវិញហ្នឹងវាយឡើងដួលខ្ទប់ពេញហ្នឹងអស់លេងហើយចុងក្រោយនៅសល់តែ Death Gantling តែម្នាក់ទេ Death Gantling ហ្នឹងគេក៏បានប្រាប់ Garo ថាឲ្យ Garo ហ្នឹងចោះចាញ់ទៅព្រោះថាពេលនេះគេមានរបួសធ្ងន់មែនតើមិនអាចតស៊ូជាមួយ Death Gantling កើតឡើយដោយសារតែគេហ្នឹងនៅសល់ក៏ភ្លើងគេគ្រាប់ពេញបងគេគិតថាប្រហែលជាអាចចាប់ Garo ទាំងរស់ហើយអញ្ចឹងមានសម្រាប់ Garo ចោល Garo ពេលហ្នឹងគាត់ក៏បានស្នើកុំឲ្យ Death Gantling បាញ់អីដោយសារតែនៅក្នុងផ្ទះក្រោយខ្នងគាត់នេះគឺមានកូនក្មេងនៅក្នុងហ្នឹងអញ្ចឹងណាតែ Death Gantling ហ្នឹងវាគិតថាអាប៉ែ Garo ហ្នឹងគ្រាន់តែនិយាយកុហកទេជា villain ម្នាក់ណាមានមនោចេតនាចំពោះកូនក្មេងមែនវាអត់បានស្ដាប់ Garo ឡើយក៏ប្រើជាមួយនឹង super ចុងក្រោយដែលមានឈ្មោះថា Shower Bullet បាញ់រះយកតែម្ដងក៏ប៉ុន្តែ Garo ហ្នឹងគាត់ព្យាយាមបាំងកុំឲ្យគ្រាប់ហ្នឹងទៅត្រូវផ្ទះអញ្ចឹងណាខ្លាចប៉ាកូនក្មេងនៅក្នុងហ្នឹងបន្ទាប់ពី Death Gantling បាញ់អស់គ្រាប់ហើយឃើញថា Garo អត់មានរបួសអីទេដោយសារគាត់យកដៃរងប្រើ skill របស់គាត់នោះឯងមានណា Garo ក៏បានលាងជាមួយនឹងមួយដៃប៉ាំងបាក់កកបាទជា hero នឹងគេដែរប្រាប់ថាមានក្មេងឯនៅតែអត់ជឿបន្ទាប់ពីចាត់ការទៅលើ hero នឹងហើយអាកូនក្មេងមិញវាក៏បានចេញមកហៅ Garo អញ្ចឹងណាក៏ប៉ុន្តែដោយសារតែឃើញថា Garo បានវាយ hero ដែលជាសំណប់ចិត្តរបស់វាហ្នឹងវាគិតថា Garo ជាបិសាចមានណានោះដាក់មេប្រូចបាត់គ្មានអស់គុណ Garo មួយម៉ាត់ទេបន្ទាប់ពីចាត់ការទៅលើពួក hero rank A អស់ហើយ Garo គាត់គិតថាអស់ហើយណាគាត់ចង់ទៅសម្រាប់សិនដោយសាររបួសធ្ងន់ដែរក៏ប៉ុន្តែពេលហ្នឹងមានគ្នាម្នាក់របស់ hero rank A ហ្នឹងវាបានចុច call ហៅជំនួយស្របពេលជាមួយនឹងគ្នាយើងក៏បានឃើញវត្តមាន channel លោតមកដល់កន្លែង Garo ហ្នឹងផងដែរដើម្បីចាត់ការទៅលើ Garo បន្តទៀត Garo ពេលហ្នឹងវាយអស់កម្លាំងហើយក៏អត់មានពេលដើម្បីសម្រាកដែរត្រូវវាយជាមួយនឹង channel មួយទៀត channel ឃើញ Garo ភ្លាមបើកការវិវហាទៅលើ Garo តែម្ដងពេលហ្នឹងដូចមានបំណងឲ្យ Garo វាយគាត់ខ្ទប់ដីអញ្ចឹង channel ក៏បានប្រើ super ថ្មីរបស់គាត់ឲ្យទៅ repair បាញ់ប៉ាំងតែសំណាងល្អ Garo គាត់ counter បាន channel ឃើញអញ្ចឹងក៏ឆ្ងល់ដែរចុះមកប៉ែនេះខ្លាំងគាត់បើអាច counter ជាមួយនឹង skill គាត់បានហើយយើង skip កន្លែងហ្នឹងមិនតិចយើងងាកមកកាន់កម្ពុជាមនុស្សរបស់យើងវិញដែលថាគាត់លេងហ្គេមកាត់ stress ឥឡូវគឺអត់មានកាត់ stress ទេ stress ឡើងវិញខួរក្បាលហ្មងដោយសារតែក្នុងការប្រកួតលេងហ្គេមជាមួយនឹង King ហ្នឹងលេង82ម៉ាច់ចាញ់ទាំងអស់ធ្វើឲ្យសៃតាម៉ាពេលនេះ stress ខ្លាំងហ្មងគ្នាយើងឈប់លេងហ្គេមអើយមានអារម្មណ៍
ំថា Gale ដូច stress ទៅវាយបិសាចវិញតោះចុះបើវាយដៃឈ្នះគេហងមិន stress សំដៅក៏តែពេលនឹងដែរក៏មានលេខទូរស័ព្ទ call ពីខាងសមាគម Hero ឲ្យ King នឹងទៅចាត់ការជាមួយនឹងបិសាចដែលកំពុងតែអាភារនៅក្នុងទីក្រុងហ្នឹងស្អីតាម៉ាលឺអញ្ចឹងហើយក៏គាត់ចង់ទៅដែរក៏ប៉ុន្តែ King ប្រាប់ថាមិនបាច់ទៅទេប្រហែលជាអស់ហើយមើលទៅព្រោះគេទេមកមួយថ្ងៃហ្នឹងប្រហែលជាពួក Hero ផ្សេងទៀតទៅចាត់ការហើយបាត់ហើយមិនបាច់ទៅទេអញ្ចឹងនៅលេង game តអញ្ចឹងខ្ញុំមកនិយាយពីខាង Garo វិញហើយពេលហ្នឹងដែរ Garo កំពុងតែប៉ះគ្នាមួយ Channel ឃើញថាគាត់មានរបួសខ្លាំងមិនអាចឈ្នះ Channel បានឡើយ Garo ពេលហ្នឹងគាត់ក៏សម័យទៅដល់ក្បាច់របស់ Waiting Dog ដែលជា Hero ឆ្កែហ្នឹងគាត់បានប្រើប្រាស់ជាមួយនឹង movement speed មួយដែលលឿនខ្លាំងមែនតើវាយគ្នាជាមួយនឹង Garo ក៏បានចំណាំក្បាច់ហ្នឹងហើយប្រើប្រាស់ក្បាច់ហ្នឹងទៅលើ Channel តែម្ដងក៏បានលោតទៅលោតមកធ្វើឲ្យ Channel វិលមកបន្ទាប់មកក៏ស្ទុះទៅកាច់បំបាក់ដៃរបស់ Channel ចោលក៏ប៉ុន្តែដោយសារតែដៃនេះគឺជាបច្ចេកវិទ្យាថ្មីដែល Channel ទៅតែ repair គ្មានទេដៃនឹងក៏បានស្ទុះទៅច្បាច់ក Garo ខ្ទប់ជាប់ទៅនឹងជាងតែម្ដងហើយមានខ្សែមិនអីចងខ្លួនគាត់ឡើងជាប់ឃើញអញ្ចឹង Channel ក៏ចង់បាញ់សម្រាប់ Garo ចោលតែសំណាងល្អ Garo គាត់ក៏អាចគេចផុតដែរគ្នាយើងក៏ប៉ុន្តែពេលដែលងើបឡើងមកវិញមើលទៅកាន់ Garo ពេលនេះសភាពគាត់ដូចជាកាចខ្លាំងមែនតែនហើយសក់ឡើងទៅជាពណ៌ទឹកក្រូចទៅជាអីញញ៉ៃពេលហ្នឹងប្រហែលជាចូល form ថ្មីឯនេះ Channel រៀបនឹងវាយប្រហារទៅលើ Garo បន្តទៀតតែពេលហ្នឹងក៏មានក្រុមបិសាចមួយក្រុមចេញមកការពារ Garo ពួកហ្នឹងវាយ delay ឲ្យ Garo អញ្ចឹងណាហើយក៏បានប្រាប់ Garo ថាមេរបស់វាហ្នឹងឲ្យមកទទួល Garo ទៅចូលក្រុមបិសាចតែនិយាយអត់តន់ចប់ផងក៏ boom Channel វាយពួកហ្នឹងឡើងកពឹតដូចកំប៉ុងអញ្ចឹងបន្ទាប់ពីចាត់ការពួកហ្នឹងហើយដល់ពេលដែល Channel ត្រូវវាយមួយ Garo បន្តទៀតរៀបនឹងបាញ់ភ្លើងទៅកាន់ Garo ទៅហើយហ្នឹងស្រាប់តែពេលនោះក៏មាន Master Bank ឬក៏យើងហៅថា Silver Fang ហ្នឹងក៏ស្ទុំមកទាត់ Garo មកជើងប៉ាំងឡើងខ្ទប់ទៅនឹងជាងហើយក៏បានប្រាប់ Channel ថាកូនសិស្សរបស់គាត់ទៅឲ្យគាត់ជាអ្នកចាត់ការពេលហ្នឹងដែរគាត់ក៏ដើរទៅវាយគ្នាជាមួយនឹង Garo ហើយ Garo វិញឃើញ Master របស់ខ្លួនមកអញ្ចឹងគេមានអារម្មណ៍ថាចង់ចាត់ការទៅលើគ្រូខ្លួនខ្លាំងមែនតើហើយពេលនេះគឺជាសិស្សរមើលកូនហើយវាយគ្រូខ្លួនឯងជាអតីតសិស្សម្នាក់ដែល Master Bank គាត់ធ្លាប់ថែរក្សាធ្លាប់មើលថែតាំងពីតូចឥឡូវនេះគឺខ្លាចជាដៃគូប្រកួតដ៏ខ្លាំងរបស់គាត់ហើយការវាយគ្នារវាងគ្រូសិស្សក៏បានចាប់ផ្ដើមតែដោយសារតែ Master Bank ជាអ្នកបង្ហាត់ក្បាច់គុណទៅកាន់គេអញ្ចឹងរាល់ក្បាច់ដែលគេវាយមកកាន់ Bank គឺវាអត់ត្រូវទេហើយ Bank វាយទៅកាន់គេគឺវាយចូលគ្រប់ដៃតែម្ដងឃើញថា Master ខ្លួនខ្លាំងអញ្ចឹង Garo អត់មានផ្លូវទេមានតែដាក់មេព្រុយរត់សិនដើម្បីរក cover តែពេលហ្នឹងសំណាងអត់ល្អឡើយដោយសារតែ Master Bank គាត់ហៅ Senpai របស់គាត់មកដែរអញ្ចឹង Senpai របស់ Master Bank ហ្នឹងក៏បានជួយចាត់ការទៅលើ Garo ដាក់យកប៉ងនេះហើយជាមូលហេតុដែលយើងខំបង្ហាត់ឯងតែឯងបែរខ្លាចទៅជាមនុស្សអាក្រក់ដើរវាយ hero ទៅវិញមកពីឯងទេដែលជ្រើសផ្លូវខុសក៏ប៉ុន្តែពេលហ្នឹងយើងក៏ flashback ឲ្យដឹងអំពីអតីតកាលរបស់ Garo បន្តិចទៅតាមពិតទៅ Garo ហ្នឹងគាត់មិនមែនជាមនុស្សអាក្រក់ទេពីដើមឡើយគាត់ជាក្មេងម្នាក់ល្អខ្លាំងមែនតើក៏ប៉ុន្តែកាលពីតូចហ្នឹងមានក្មេងដែលលេងជុំគ្នាគេអត់ចូលចិត្តគាត់ឡើយហើយគេក៏បានប្រាប់គាត់ថាបើសិនជា Garo អត់ពេញចិត្តធ្វើជាបិសាចទៅព្រោះអីមានក្មេងម្នាក់ដែល popular ខ្លាំងមែនតើហើយល្បីអញ្ចឹងអាមួយហ្នឹងត្រូវបានគេលើកជើងធ្វើជា hero អីអញ្ចឹងទៅនៅពេលដែល Garo ចង់ធ្វើជា hero វិញម្ដងវាឲ្យ Garo ធ្វើទេប្រាប់ Garo ឲ្យធ្វើបិសាចរហូតក៏ដូចជាឲ្យគ្នាវាហ្នឹងចាប់ Garo ឲ្យវាយ Garo រហូតហើយបើទោះបីជា Garo ប្រាប់ទៅកាន់គ្រូប្រាប់អីក៏ដោយក៏អត់មានអ្នកគេស្ដាប់គាត់ដែរអាចនិយាយបានថាពេលហ្នឹងគឺមនុស្សគ្រប់គ្នាមើលថា Garo ជាក្មេងអាក្រក់គ្រប់គ្នាដែលហេតុនេះបានជាយើងឃើញថាបច្ចុប្បន្ន Garo បង្ខំខ្លួនធ្វើជាមនុស្សអាក្រក់ចាត់ការទៅលើមនុស្សល្អអីអញ្ចឹងទៅគាត់មិនចង់ប្រមាណទេក៏ប៉ុន្តែដោយសារតែការពីតូចមកជាក្មេងម្នាក់ដែលធ្វើល្អតែគេមិនឲ្យតម្លៃនឹកឃើញរឿងហ្នឹងហើយធ្វើឲ្យ Garo ខឹងខ្លាំងមែនទែនគាត់ក៏បានប្រើប្រាស់ skill ចុងក្រោយរបស់គាត់បំផ្ទុះដោយប៉ាំងធ្វើឲ្យ Master Bank អីឡើងប៉ាំងពេញហ្នឹងហើយស្របពេលដែលមានរបួសខ្លាំងហ្នឹងក៏មានបិសាចហង្សមួយក្បាលមកចាប់ Garo ឡើងទៅលើមេឃដើម្បីយក Garo ទៅឲ្យស្ដេចបិសាច Orochi អញ្ចឹងណាក្នុងការ transform គេធ្វើជាបិសាចដ៏ខ្លាំងម្នាក់ព្រោះគេមានកម្លាំងខ្លាំងស្រាប់ឃើញអញ្ចឹងចំណុះក៏ចង់បាញ់ទៅកាន់បិសាចហង្សដើម្បីទម្លាក់ Garo មកវិញតែពេលហ្នឹងដែរអាបិសាចក្អែបដែលយើងបានឃើញកាលពីវគ្គមុនហ្នឹងវាក៏បានលេចវត្តមានមកកន្លែងហ្នឹងដើម្បីវាយ delay ហង្សហ្នឹងរត់ក៏ដូចជាអាបិសាចក្អែបមួយហ្នឹងខ្លាំងមែនតើគ្នាយើងឥឡូវនេះសាហាវហ្មងវាបើកការវាបហាទៅលើក្រុមរបស់ Master Bank ហ្នឹងព្រោះឲ្យគាត់អត់មានពេលដើម្បីខ្វាយខ្វល់ពី Garo ទេព្រោះគឺដើម្បីជួយជាមួយនឹង hero ដែលបានស្លាប់មុនហ្នឹងកុំឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅបន្ទាប់ពីបានជួយពួកហ្នឹងហើយពួកគាត់ទាំង3នាក់ហ្នឹងក៏បានចាត់ការទៅលើក្អែបហ្នឹងម្ដង Channel ក៏បានបាញ់ super ទៅកាន់វាមួយគ្រាប់ចំណែក Master Bank និង Senpai របស់គាត់ក៏បានស្ទុះចូលទៅមាត់វាជាមួយនឹងធម្មពលកម្លាំងធាតុពិសេសរបស់គាត់តាមកម្លាំងរបស់ពួកគាត់ពេលហ្នឹងធ្វើឲ្យក្អែបមួយហ្នឹងវាក៏បានផ្ទុះខ្លួនប៊ុំតែការផ្ទុះខ្លួនរបស់វានេះអត់មានបានប៉ះពាល់ដល់អាយុជីវិតវាឡើយផ្ទុយទៅវិញគ្រាន់តែសក់សបកវាតែប៉ុណ្ណោះវាអត់តន់ងាប់នោះទេគ្នាយើងខ្លាំងមែនតើ Channel ឃើញអញ្ចឹងក៏បានចូលទៅវាយជាមួយនឹងវាម្ដងដោយប្រាប់ Master Bank ឲ្យនាំអ្នកផ្សេងទៀតរត់ទៅតែវាយមួយវាបានមកសន្ទុះក៏ត្រូវបានបិសាចហ្នឹងខំឡើងដាច់ជើងហើយដាច់ខ្លួនជាពីរទៀតតែដោយសារតែបច្ចេកវិទ្យាថ្មីហ្នឹងគាត់ក៏អាច repair ខ្លួនបាន Channel គិតថាបើសិនជាគាត់ចូលទៅក្នុងពោះវាប្រកាសជាអាចបំផ្ទុះខ្លួនវាពីក្នុងមកបានណាអញ្ចឹងក៏បានហោះចូលទៅក្នុងមាត់វាភ្លើបហើយបាញ់ភ្លើងទៅក្នុងពោះវាឡើងពេញតែម្ដងគិតថាអាចបំផ្ទុះខ្លួនវាបានតែមានណាចុងក្រោយក៏ត្រូវបានមួយហ្នឹងខ្ជាក់ Channel ចេញមកវិញក្នុងសភាពឡើងចិត្តងាប់ឯហ្នឹងចំណែកឯខ្លួនរបស់វាដែលស៊ី super របស់ Channel មិញហ្នឹងគឺថាអត់មានផ្ទុះអីកើតទេគ្រាន់តែកាហាយតិចហើយបាត់វិញបាត់និយាយទៅនៅក្នុងពេលនេះអាបិសាចមួយហ្នឹងខ្លាំងមែនតើ Master Bank ឃើញថា
channel កំពុងតែដួលបែបនេះអត់មានផ្លូវទៀតទេមានតែ3 channel ហើយរត់ភៀសខ្លួនតែម្ដងមិនអាចវាយជាមួយនឹងវាកើតឡើយចំណែកខាង Garo វិញនៅពេលដែលត្រូវបានបិសាចហងនឹងចាប់ឡើងទៅលើមេឃបិសាចហងនឹងក៏បានប្រាប់ Garo ថា Garo បើសិនជាចង់វាយឈ្នះពួក Hero នឹងឲ្យគេទៅចោះចូលជាមួយនឹងខាងបិសាច Orochi ទៅ Garo ដំបងឡើយគាត់ដូចប្រកែកដែរក៏ប៉ុន្តែយូរទៅគិតថាអត់មានអ្នកគេឲ្យតម្លៃគាត់ផងហ្នឹងអញ្ចឹងគាត់ក៏ចង់ទៅចូលរួមជាមួយនឹង Orochi នឹងតែម្ដងចំណែក Master Bang វិញម្លងពេលដែលគាត់3 channel នឹងអ្នកផ្សេងទៀតរត់ភៀសពីអាបិសាចក្អែបមួយហ្នឹងគិតថាភៀសខ្លួនអត់កើតទេអញ្ចឹងមានតែប្រឈមមុខនឹងវាយតទល់ជាមួយនឹងវាតែម្ដងអាបិសាចក្អែបពេលនេះមុខវាខ្ជូតខ្លាំងមែនតើហើយចង់ចាត់ការទៅលើ Master Bang ទៀតតែក៏សំណាងល្អដែរពេលហ្នឹង King គាត់ក៏បានចេញមកទាន់ហើយប្រកាសប្រាប់វាថាឯងចង់វាយមែនទេឥឡូវនេះគាត់បាននាំជាមួយនឹង Hero Palace ដែលជា Top 1 នៅក្នុង Rank S មកចាត់ការជាមួយនឹងបិសាចក្អែបហ្នឹងហើយដោយសារតែ Palace ជា Hero Top 1ហ្នឹងធ្លាប់បានចាត់ការវាម្ដងឲ្យគ្នាយើងព្រោះអាក្អែបហ្នឹងវារត់ឡើងប្រាយោហោហើយចំពោះ Hero Top 1 Palace ហ្នឹងខ្ញុំក៏អត់ដែរឃើញថាមុខមិនដែរគេអត់ទាន់បង្ហាញមុខទេគ្នាយើងធ្វើឲ្យបិសាចក្អែបហ្នឹងវាបដូរពីវាយ Master Bang សម្ដៅមកកាន់ King វិញម្ដង King ពេលហ្នឹងគាត់អត់មានកម្លាំងអីក្នុងការវាយជាមួយនឹងវាទេគាត់និយាយទាំងញ័រដៃគ្នាយើងអាមួយនោះវាក៏បានស្ទុះចូលមកជិត King វូធ្វើគាត់ញ័រដៃឡើងចង់លិចដូរអ្នកខោហើយតែវាចិត្តមកដល់ទៅហើយសៃតាម៉ាក៏លិចវត្តមានមកដាក់ម្ដាយប៉ាំងដូចយើងដឹងអញ្ចឹងសៃតាម៉ាគាត់វាយតែម្ដាយទេដាច់ខ្យល់ហើយអាមួយនោះឡើងបែកខ្លួនខ្ទេចតែម្ដងជាចុងក្រោយពួកគេក៏បានយកឈ្នះអញ្ចឹងណាចេះនោះនៅពេលដែលឃើញថា Sensei របស់គេមកជួយបែបនេះគាត់ពិតជាអរគុណទៅកាន់សៃតាម៉ាខ្លាំងមែនតើហើយមានតែសៃតាម៉ានេះឯងដែលធ្វើឲ្យគាត់បានយល់អំពីកម្លាំងធាតុពិតប្រាកដហើយជាចុងក្រោយនៃសាច់រឿង Season 2នេះយើងក៏បានឃើញថា Garo កំពុងតែត្រូវបានបិសាចហងនាំទៅកាន់កន្លែងរបស់ Orochi ជាស្ដេចបិសាចប្រហែលជាសាច់រឿងហ្នឹងនឹងមាន Season 3បន្តទៀតគ្នាយើងដោយសារតែឥឡូវនេះគេមានតែត្រឹម Season 2ទេហើយមិនដែរត្រឹម Season 2នេះល្អមើលអត់ហើយបើសិនជាចេញ Season 3ចង់ឲ្យមានសម្រាប់តទៀតអត់កុំភ្លេច comment ប្រាប់admin ម្នាក់មួយផងណាហើយចំពោះ Season 2របស់យើងគឺសុំ slash ត្រឹមហ្នឹងឲ្យចប់អស់ហើយអ្នកទាំងអស់គ្នាអត់មានអីទៀតទេមានតែ special episode admin ខ្ជិលសម្រាប់ណាបើសិនគ្នាយើងពេញចិត្តកុំភ្លេចចុច like និង subscribe admin ម្នាក់មួយផងណាហើយពីចំណុចនេះខ្ញុំបាទ SG សូមអរគុណនិងសូមគោរពលាបាយបាយ